លោកសេដ្ឋីសម្បត្តិមានទ្រព្យសម្បត្តិច្រើនគាត់មានវ័យចំណាស់បន្តិចគាត់នៅមិនទាន់មានប្រពន្ធកូនទេដោយសារតែគាត់ខិតខំប្រឹងប្រែងរកស៊ីតាំងពីគាត់នៅក្មេងរហូតដល់គាត់វ័យចំណាស់អស់រយៈពេលច្រើនឆ្នាំគាត់មិនដែលគិតរឿងកសាងជីវិតគ្រួសារប៉ុន្តែថ្ងៃមួយស្រាប់តែគាត់មានអារម្មណ៍ចង់បង្កើតគ្រួសារមួយខ្ញុំបានខិតខំប្រឹងប្រែងរកស៊ីតាំងពីនៅវ័យក្មេងដល់វ័យចំណាស់នៅមិនទាន់មានគ្រួសារមានប្រពន្ធក្មេងៗជំនាន់ក្រោយគេមានគ្រួសារមានកូនប៉ុន្តែខ្ញុំវិញនៅតែម្នាក់ឯងមានគេចង់ជួបលោកសេដ្ឋីនៅពេលនេះនៅខាងមុខផ្ទះគេចង់មកចងការប្រាក់ណាលោកសេដ្ឋីសូមលោកសេដ្ឋីអញ្ជើញទៅជួបគេបន្តិចទៅមិនអីទេឲ្យគេរងចាំបន្តិចទៅចាំខ្ញុំនឹងធ្វើដំណើរទៅតាមក្រោយក៏ព្រោះតែពេលនេះខ្ញុំជាប់រវល់មើលកិច្ចការងារមួយចំនួនលោកសេដ្ឋីធ្វើការតាំងពីនៅក្មេងរហូតដល់ពេលនេះនៅមិនទាន់មានប្រពន្ធចំណែកខ្ញុំវិញក្មេងជាងអាយុតិចជាងលោកសេដ្ឋីប៉ុន្តែខ្ញុំមានកូនវ័យជំទង់បាត់ហើយនេះជាព្រហ្មលិខិតហើយក៏ជាភារកិច្ចរបស់យើងម្នាក់ៗដែលត្រូវទទួលយើងមិនអាចកំណត់បានថាអ្នកណាត្រូវតែមានគ្រួសារអ្នកណាដែលថាមិនត្រូវមានទេដល់ពេលវេលាណាមួយប្រកាសជាមានជាមិនខានបាទលោកសេដ្ឋីអញ្ចឹងខ្ញុំនឹងទៅប្រាប់គេឲ្យរងចាំលោកសេដ្ឋីបន្តិចរងចាំលោកសេដ្ឋីបង្ហើយការងារសិនគោរពលោកសេដ្ឋីខ្ញុំមកនេះចង់ចងការប្រាក់លោកសេដ្ឋី5លានរៀលដោយសារតែខ្ញុំត្រូវការប្រាក់សង្ឃឹមថាលោកសេដ្ឋីនឹងផ្ដល់ឲ្យចំពោះរឿងប្រាក់ខ្ចីចង់ខ្ញុំនឹងឲ្យតាមបំណងរបស់លោកបងឲ្យតែលោកបងខិតខំប្រឹងប្រែងរកស៊ីសងខ្ញុំនៅពេលណាមួយមិនដឹកខ្ញុំស្មានពិតជាមិនខុសទេលោកសេដ្ឋីប្រកាសជាផ្ដល់ឲ្យខ្ញុំខិតខំប្រឹងប្រែងរកស៊ីដើម្បីសងប្រាក់លោកសេដ្ឋីវិញតាមការកំណត់អញ្ចឹងលោកបងទៅវិញសិនទៅនៅវេលាម៉ោង1រសៀលចាំលោកបងមកយកប្រាក់ក៏ព្រោះនៅពេលនេះខ្ញុំនៅមិនទាន់រៀបចំប្រាក់បានរួចរាល់បាទលោកសេដ្ឋីអញ្ចឹងចាំម៉ោង1រសៀលខ្ញុំនឹងមកម្ដងទៀតដើម្បីទទួលយកប្រាក់អរគុណច្រើនហើយអញ្ចឹងខ្ញុំសូមលាទៅវិញសិនហើយនៅថ្ងៃនេះយើងមានអារម្មណ៍ថាដូចជាចង់ដើរទៅផ្សារបន្តិចអញ្ចឹងឯងឡើងរៀបចំប្រាក់ទុកឲ្យគាត់ទៅនៅពេលដែលគាត់មកឲ្យទៅគាត់ទៅលោកសេដ្ឋីក៏បានធ្វើដំណើរទៅដល់ទីកន្លែងមួយក៏បានឃើញកូនស្រីអ្នកភូមិម្នាក់ដែលមានអត្តចរិតស្លូតបូតធ្វើឲ្យលោកសេដ្ឋីគាត់ពេញចិត្តបថោឲ្យអ្នកមីងហេតុអ្វីបានជាអ្នកមីងធ្វើការមិនប្រយ័ត្នបែបនេះមិនបានជាធ្វើការមិនប្រមាថកម្លាំងអញ្ចឹងចាំខ្ញុំជួយយករបស់នេះទៅដល់ផ្ទះអ្នកមីងដើរទៅខ្លួនទៅទេហេតុអ្វីបានជានាងចិត្តល្អបែបនេះខ្ញុំមិនដែលឃើញមនុស្សឯណាមានចិត្តល្អបែបនេះទេខ្ញុំគួរតែតាមដាននាងតើនាងធ្វើការងារអីរកស៊ីអ្វីលោកសេដ្ឋីក៏បានដើរតាមក្រោយសោភារហូតដល់ផ្ទះរហូតដល់សោភាទៅដល់ទីកន្លែងមួយទៀតដែលនាងមានហាងលក់ក្រណាត់នៅផ្សារមួយកន្លែងក្រណាត់អើយក្រណាត់ជួយទិញផងណាបងប្អូនក្រណាត់ខ្ញុំជាក្រណាត់ដែលនាំចូលពីបរទេសមានគុណភាពខ្ពស់មានគុណភាពកូនស្រីអើយពេលនេះពុកបានខ្ចីប្រាក់លោកសេដ្ឋីបានហើយគាត់បានឲ្យប្រាក់ពុកខ្ចីហើយពុកនឹងយកប្រាក់ទាំងអស់នោះទៅទិញទំនិញដាក់នៅក្នុងតូបរបស់កូនចាលោកពុកអញ្ចឹងយើងនឹងមានដើមទុនដាក់ក្រណាត់ច្រើនជាមិនខាននៅពេលដែលចំណេញបានប្រាក់ចាំយើងយកទៅសងលោកសេដ្ឋីអញ្ចឹងមែនហើយណាកូនពុកបំពេញបំណងរបស់កូនពុកមិនខ្លាចជាប់បំណងរបស់លោកសេដ្ឋីទេណាកូនឲ្យតែកូនមានឱកាសដើម្បីរកស៊ីតាមពិតនាងគឺជាកូនល្បងម្នាក់ដែលបានទៅខ្ចីប្រាក់ខ្ញុំកាលពីព្រឹកមិញខ្ញុំពិតជាស្រឡាញ់នាងហើយមិនអាចដកចិត្តបានទេចាប់តាំងពីថ្ងៃនេះទៅខ្ញុំត្រូវតែតាមដាននាងការពារនាងហើយនឹងព្យាយាមស្គាល់នាងឲ្យបានច្រើន
នៅថ្ងៃមួយលោកសេដ្ឋីក៏បានសន្លប់នៅតាមផ្លូវនៅពេលនោះសោភាក៏បានមកដល់ទាន់ពេលលោកសេដ្ឋីដឹងខ្លួនឡើងហេតុអ្វីបានជាលោកសេដ្ឋីមកសន្លប់នៅទីនេះអញ្ចឹងលោកសេដ្ឋីដឹងខ្លួនឡើងនៅពេលនោះសោភាក៏បានធ្វើគ្រប់យ៉ាងដើម្បីជួយឲ្យលោកសេដ្ឋីបានដឹងខ្លួនវិញអរគុណដែលបានជួយខ្ញុំបែបនេះបើសិនជាមិនបាននាងជួយខ្ញុំទេខ្ញុំប្រកាសជាត្រូវស្លាប់ជាមិនខានប៉ុន្តែជាការសំណាងដែលនាងបានជួយខ្ញុំមិនតែត្រូវអរគុណលោកសេដ្ឋីដែលលោកសេដ្ឋីបានផ្ដល់ប្រាក់ឲ្យឪពុកខ្ញុំខ្ចីហើយមានតាមទុនដើម្បីរកស៊ីខ្ញុំសូមលាលោកសេដ្ឋីទៅផ្ទះសិនហើយនៅថ្ងៃមួយស្រាប់តែមានពស់មួយក្បាលបានចុះពីលើភ្នំហើយក៏បានធ្វើដំណើរមកដល់វាលស្រែមួយកន្លែងដែលជាវាលស្រែរបស់សោភាទៅវិញទៅពស់ហេតុអ្វីបានជាមានពស់ធំបែបនេះអ្នកទៅវិញទៅចេញពីស្រែរបស់យើងទៅយើងមិនធ្វើអ្វីអ្នកទេអូយើងចេញបានយ៉ាងម៉េចបើយើងមិនបានលេបសត្វព្រៃអស់រយៈពេលច្រើនថ្ងៃមកហើយនៅថ្ងៃនេះយើងត្រូវតែលេបនាងឲ្យមានកម្លាំងអត់ទេកុំសម្លាប់យើងអីកុំលេបយើងធ្វើជាចំណីអ្នកអីអ្នកទៅចាប់សត្វព្រៃនៅក្នុងព្រៃធ្វើជាចំណីទៅអ្នកចាក់ចេញទៅវិញទៅចាក់ចេញទៅវិញបានយ៉ាងម៉េចយើងត្រូវតែលេបនាងនៅពេលនេះនាងត្រូវតែធ្វើជាចំណីយើងនៅពេលនេះនាងនឹងបានទៅរស់នៅក្នុងក្រពះរបស់យើងនៅពេលដែលសត្វពស់បំរុងនឹងលេបសោភាស្រាប់តែមានគ្រាប់ព្រួញមួយបានហោះចូលមកសម្ដៅទៅសត្វពស់ធ្វើឲ្យសត្វពស់ស្លាប់នៅក្នុងពេលនោះតើអ្នកនាងមានកើតអ្វីទេសំណាងល្អណាស់ដែលខ្ញុំបានមកដល់ទាន់ពេលបើខ្ញុំមកដល់មិនទាន់ពេលអ្នកនាងប្រកាសខ្លាចទៅជាចំណីសត្វពស់នេះជាមិនខានអរគុណច្រើនណាស់លោកសេដ្ឋីដែលលោកសេដ្ឋីបានមកជួយទាន់ពេលបើមិនមានលោកសេដ្ឋីទេខ្ញុំប្រកាសជាត្រូវស្លាប់ជាមិនខានតើលោកសេដ្ឋីទៅណាមកណាដែរហេតុអ្វីបានជាមកដល់ទាន់ពេលបែបនេះខ្ញុំមិនចង់លាក់បាំងទេគឺខ្ញុំតាមដានអ្នកនាងអស់រយៈពេលច្រើនថ្ងៃក៏ព្រោះតែខ្ញុំមានចិត្តស្រឡាញ់អ្នកនាងប៉ុន្តែខ្ញុំមិនហ៊ានសារភាពប្រាប់អ្នកនាងតែប៉ុណ្ណោះលោកសេដ្ឋីកំពុងតែនិយាយពីអ្វីហ្នឹងហេតុអ្វីបានជានិយាយបែបនេះទៅវិញខ្ញុំអៀនណាស់លោកសេដ្ឋីខ្ញុំគ្រាន់តែនិយាយតាមបេះដូងខ្ញុំចង់និយាយតែប៉ុណ្ណោះដូច្នេះតើយើងទាំងពីរនាក់អាចតាក់ទងមើលចិត្តគ្នាបានទេខ្ញុំដឹងថាខ្ញុំមានវ័យចំណាស់ប៉ុន្តែខ្ញុំពិតជាចង់ប្រាប់អ្នកនាងថាខ្ញុំចង់មានគ្រួសារជាមួយអ្នកនាងខ្ញុំគិតថាលឿនពេកដូច្នេះយើងមើលចិត្តគ្នាបន្តិចទៅខ្ញុំក៏មានចិត្តលួចមើលលោកសេដ្ឋីពីចម្ងាយប៉ុន្តែឲ្យធ្វើម៉េចខ្ញុំជាមនុស្សស្រីមិនអាចធ្វើអ្វីលើសពីប្រពៃណីបានទេយើងមើលចិត្តគ្នាបន្តិចទៀតសិនទៅអ្នកទាំងពីរបាននិយាយមើលចិត្តគ្នាទៅវិញទៅមកនេះបានគេហៅថាមានគ្រោះនៅក្នុងលៀបទាំងដែលសោភាបំរុងនឹងត្រូវសัตว์ពស់លេបអស់រយៈពេលច្រើនថ្ងៃលោកសេដ្ឋីសម្បត្តិតែងតែតាមលួងលោមសុំស្នេហ៍សោភារហូតធ្វើឲ្យសោភាទន់ចិត្តហើយក៏បានចូលមកដល់ឪពុករបស់សោភាខ្ញុំមិនជំទាស់ទេណាលោកសេដ្ឋីខ្ញុំមើលទៅលោកសេដ្ឋីជាមនុស្សចាស់ខិតខំប្រឹងប្រែងរកស៊ីតាំងពីនៅក្មេងទោះបីជាលោកសេដ្ឋីមានវ័យចំណាស់បន្តិចមែនប៉ុន្តែខ្ញុំក៏មិនបំបែកផ្ទុយទៅវិញខ្ញុំមានតែសប្បាយចិត្តនៅពេលដែលឃើញកូនស្រីជួបមនុស្សល្អដូចជាលោកសេដ្ឋីអរគុណណាស់លោកបងដែលលោកបងមើលឃើញពីទំហំទឹកចិត្តខ្ញុំបែបនេះខ្ញុំពិតជាមើលឃើញសោភាជាក្មេងដែលសុភាពហើយជាមនុស្សម្នាក់ដែលជាក្តីស្រមៃរបស់ខ្ញុំចង់ធ្វើជាប្រពន្ធខ្ញុំក៏អរគុណលោកសេដ្ឋីដែលលោកសេដ្ឋីប្រណីដល់រូបខ្ញុំជាអ្នកក្រមិនគិតពីទ្រព្យសម្បត្តិហើយព្រមយកខ្ញុំធ្វើជាប្រពន្ធលោកសេដ្ឋីនិងសោភាបានសាងគ្រួសាររៀបការរស់នៅជាមួយគ្នាជារៀងរហូតទៅហើយក៏បានបង្កើតបានកូនចៅយ៉ាងច្រើននៅភូមិគ្រឹះរបស់លោកសេដ្ឋីវណ្ណាគឺជាមនុស្សម្នាក់ដែលមានភាពស្មោះត្រង់ហើយតែងតែនិយាយប្រាប់រឿងរ៉ាវរបស់ខ្លួនឲ្យអ្នកផ្សេងបានដឹងជានិច្ចហើយវណ្ណាក៏មានមិត្តម្នាក់ទៀតដែលជាមនុស្សមានគំនិតអាក្រក់នៅថ្ងៃមួយនៅវាលស្រែរបស់វណ្ណា
រាល់ថ្ងៃនេះយើងជាអ្នកក្របើថ្ងៃណាមួយយើងបានជួបនឹងកំណត់មាសប្រាក់យើងប្រកាសខ្លាចទៅជាអ្នកមានយើងមិនក្រដូចជាពេលនេះទៀតទេណាសម្លាញ់មានតែការខិតខំប្រឹងប្រែងនឹងហើយបើយើងមិនខិតខំប្រឹងប្រែងទេកុំស្រមៃថាយើងនឹងខ្លាចទៅជាអ្នកមានវាប្រកាសជាមិនអាចទៅរួចឡើយណាសម្លាញ់នេះគ្រាន់តែជាការគិតលេងសើចតែប៉ុណ្ណោះប៉ុន្តែថ្ងៃណាមួយយើងបានជួបនឹងកំណត់មាសប្រាក់យើងប្រកាសខ្លាចទៅជាអ្នកមានសូមឲ្យដូចមាត់ឯងនិយាយផងទៅយើងសង្ឃឹមថានឹងបានដូចប៉ុន្តែសម្រាប់យើងវិញមិនហ៊ាននិយាយទេណាសម្លាញ់ដរាបណាឯងត្រឹមតែជាអ្នកធ្វើស្រែចម្ការធម្មតាតែប៉ុណ្ណោះយើងមិននៅនិយាយនាំតែខាតពេលទៀតទេយើងទៅផ្ទះវិញហើយបើសិនជាសម្លាញ់បានដឹងពីទីកន្លែងកំណត់មាសប្រាក់នៅទីណាសម្លាញ់កុំភ្លេចប្រាប់យើងផងណាសម្លាញ់នៅពេលយប់ក៏បានមកដល់ស្រាប់តែវណ្ណាក៏បានសុបិនជួបនឹងខ្មោចស្រីម្នាក់ដែលមានវ័យចំណាស់ពធអើយខ្មោចកុំធ្វើបាបខ្ញុំអីខ្ញុំមិនដែលទៅបង្ករឿងអ្វីជាមួយអ្នកឡើយដូច្នេះសូមអ្នកកុំលងបន្លាចខ្ញុំអីយើងមកនេះមិនមែនបន្លាចអ្នកទេយើងគ្រាន់តែផ្ដល់នៅអ្វីដែលអ្នកចង់បានក្រែងកាលពីថ្ងៃអ្នកនិយាយថាចង់បានកំណត់មាសប្រាក់ទៅមែនទេជាការពិតមែនទេកាលពីថ្ងៃមិញខ្ញុំបាននិយាយថាចង់បានកំណត់មាសប្រាក់តើអ្នកអាចផ្ដល់កំណត់មាសប្រាក់ឲ្យខ្ញុំបានតើមែនទេយើងនឹងផ្ដល់កំណត់មាសប្រាក់ឲ្យទៅអ្នកចូលអ្នកដើរទៅក្រោយផ្ទះរបស់អ្នកហើយអ្នកនឹងបានឃើញដើមឈើធំមួយចូលអ្នកជីកនៅខាងក្រោមដើមឈើនឹងឃើញកំណត់មាសប្រាក់ជាមិនខានខ្ញុំពិតជាអរគុណខ្ញុំនឹងទៅជីកនៅព្រឹកនេះជាមិនខានខ្ញុំនឹងទៅជីកយកកំណត់មាសប្រាក់នោះជាមិនខាននៅពេលស្អែកឡើងវណ្ណាក៏បានធ្វើដំណើរទៅវត្តហើយក៏បានជួបមិត្តនៅតាមផ្លូវយ៉ាងបាច់ដែរសម្លាញ់តើកាលពីយប់មិញមានសុបិនឃើញអ្វីដែរទេឃើញកំណត់មាសប្រាក់តែឯងបាននិយាយដែរទេសម្លាញ់បើឃើញកំណត់មាសប្រាក់ប្រាប់យើងផងយើងភ្លេចបាត់ហើយសម្លាញ់ប៉ុន្តែបានសម្លាញ់និយាយដាស់តឿនយើងក៏ចងចាំឡើងវិញកាលពីយប់មិញយើងបានសុបិនថាឃើញខ្មោចស្រីម្នាក់បានមកប្រាប់ទីកន្លែងកំណត់មាសប្រាក់ឲ្យយើងបានដឹងតើខ្មោចស្រីនោះបានប្រាប់ទីកន្លែងកំណត់មាសប្រាក់នៅទីណាទៅចូលសម្លាញ់និយាយប្រាប់យើងឲ្យបានដឹងភ្លាមមកយើងចង់ដឹងតើនៅទីណាទៅសម្លាញ់ខ្មោចស្រីបាននិយាយប្រាប់យើងថាកំណត់មាសប្រាក់នៅខាងក្រោយផ្ទះរបស់យើងនៅក្រោមដើមឈើមួយកន្លែងប៉ុន្តែយើងនៅមិនទាន់បានទៅជីករកទេណាសម្លាញ់បើសិនជាសម្លាញ់នៅមិនទាន់បានទៅទេចាំយើងទៅជីកស្វែងរកកំណត់មាសប្រាក់នៅពេលនេះហើយនៅពេលដែលយើងជីកបានហើយយើងនឹងយកទៅចែកសម្លាញ់អញ្ចឹងក៏បានសម្លាញ់ទៅជីកសាឡបងស្វែងរកទៅក្រែងវាជាការពិតដើម្បីយកកំណត់មាសប្រាក់នោះយកមករក្សាទុកហើយនឹងខ្លាយទៅជាអ្នកមានប៉ុន្តែពេលនេះគ្នាសូមដើរចូលទៅក្នុងវត្តសិនហើយតើអ្វីដែលវណ្ណានិយាយជាការពិតដែរទេប៉ុន្តែវណ្ណាមិនដែលនិយាយកុហកឡើយឬមួយក៏សុបិននោះទៅជាការពិតឲ្យខ្ញុំនឹងខ្លាចទៅជាអ្នកមានជាមិនខានខ្ញុំត្រូវតែយករឿងរ៉ាវនេះទៅនិយាយប្រាប់ប្រពន្ធខ្ញុំឲ្យបានដឹងសិននាយចយក៏បានយករឿងរ៉ាវមកប្រាប់ប្រពន្ធឲ្យបានដឹងតិចនៅខាងក្រោយដើមឈើក្រោយផ្ទះរបស់វណ្ណាមានកំណត់មាសប្រាក់មែនទៅដល់ពេលនោះយើងនឹងខ្លាចទៅជាអ្នកមានជាមិនខានទេណាបងក៏ចង់សាកល្បងទៅជីកស្វែងរកក្រែងនឹងបានកំណត់មាសប្រាក់ដោយវណ្ណាបាននិយាយមែនដល់ពេលនោះយើងតែពីរអ្នកនឹងខ្លាចទៅជាសេដ្ឋីអញ្ចឹងខ្ញុំគិតថាកុំនៅរងចាំទៀតអីយើងតែពីរអ្នកគួរតែទៅជីកយកកំណត់មាសប្រាក់ទាំងអស់នោះតែម្ដងទៅហើយពួកយើងគ្រាន់តែយកមួយចំណែកបន្តិចបន្តួចឲ្យទៅវណ្ណាទៅបានហើយអូនគិតដូចជាបងអញ្ចឹងបងគិតថាបើសិនជាបានកំណត់មាសប្រាក់នោះមែនយើងគ្រាន់តែចែកឲ្យវណ្ណាបន្តិចបន្តួចទៅបានហើយនៅសល់ប្រមាណវាជារបស់យើងអញ្ចឹងតោះបងកុំនៅនិយាយវែងឆ្ងាយទៀតអីប្រញាប់ទៅនៅពេលនេះទៅដើម្បីបំពេញបំណងយើងនឹងខ្លាយទៅជាអ្នកមានខ្ញុំមិនចង់នៅក្រីក្របែបនេះទៀតទេទាំងពីរអ្នកប្តីប្រពន្ធក៏បាននាំគ្នាទៅក្រោយផ្ទះរបស់វណ្ណាដើម្បីជីករកកំណត់មាសប្រាក់ដែលខ្មោចបានប្រាប់បន្តិចក្រោយមកទាំងពីរអ្នកប្តីប្រពន្ធក៏បានមកដល់ទីកន្លែងហើយក៏បានជីកយកកំណត់មាសប្រាក់បានសម្រេចតាមបំណង
នៅទីបំផុតបំណងយើងបានសម្រេចហើយនៅពេលនេះយើងបានជួបនឹងកំណត់មាសប្រាក់ហើយណាបងយើងប្រកាសខ្លាយទៅជាអ្នកមានជាមិនខានមិននឹកស្មានថាបំណងវណ្ណាខ្លាយទៅជាការពិតហើយសុបិនរបស់គេក៏ខ្លាយទៅជាការពិតប៉ុន្តែអ្នកដែលបានមាសប្រាក់ទាំងអស់នេះគឺជាពួកយើងតែពីរអ្នកទៅវិញបងឯងនេះពិតជាសំណាងមែនដែលមានមិត្តជាមនុស្សល្ងងស្មោះត្រង់ដូចជាវណ្ណាខ្ញុំពិតជារីករាយណាស់បងអញ្ចឹងពួកយើងគួរតែបើកកម្រភ្លាមទៅតែនៅខាងក្នុងមានមាសប្រាក់ច្រើនដែរទេមែនហើយយើងបើកគម្របនៅទីនេះតែម្ដងទៅចាំយកមាសប្រាក់ឲ្យវណ្ណាបន្តិចបន្តួចតាមអ្វីដែលយើងបាននិយាយបងពិតជារំភើបណាស់អូនសម្លាញ់នៅពេលនោះទាំងពីរអ្នកប្តីប្រពន្ធក៏បានបើកគម្របត្រាប់តែនៅខាងក្នុងពោពេញទៅដោយសត្វពស់ហើយគេទាំងពីរអ្នកក៏បានបិទវិញហេតុអ្វីបានជាមានពស់នៅក្នុងនេះទៅវិញឬមួយក៏វណ្ណាគេចង់សម្លាប់យើងតែពីរអ្នកទេដឹងទៅបានជាមានសត្វពស់ច្រើនបែបនេះវណ្ណានេះពិតជាអាក្រក់មែនគេបានប្រើល្បិចបែបនេះដើម្បីឲ្យយើងទាំងពីរអ្នកមកស្លាប់ដោយគេយកកំណប់មានពស់យកមកកប់នៅទីនេះគេធ្វើបែបនេះដូចជាមិនសមឡើយបងនឹងផ្ដល់មេរៀនមួយឲ្យគេវិញដើម្បីជាការសងសឹកដែលគេហ៊ានធ្វើបែបនេះចំពោះពួកយើងយកកំណប់មាសប្រាក់ដែលមានសត្វពស់នៅខាងក្នុងយកទៅឲ្យវណ្ណាដល់ផ្ទះតែម្ដងទៅដើម្បីឲ្យសត្វពស់ទាំងអស់នេះដេញចឹកវណ្ណាវិញអូននិយាយបែបនេះគឺត្រឹមត្រូវហើយយើងត្រូវតែផ្ដល់មេរៀននេះឲ្យទៅវណ្ណាវិញអញ្ចឹងប្រញាប់យកកំណប់មាសប្រាក់នេះទៅផ្ទះរបស់គេនៅពេលនេះភ្លាមទៅទាំងពីរអ្នកប្តីប្រពន្ធក៏បានយកកំណប់មាសប្រាក់ដែលមានសត្វពស់នៅខាងក្នុងយកទៅឲ្យវណ្ណាដើម្បីឲ្យសត្វពស់ចឹកវណ្ណាបន្តិចក្រោយមកអ្នកទាំងពីរក៏បានធ្វើដំណើរមកដល់យើងទាំងពីរអ្នកប្តីប្រពន្ធបានជីកយកកំណប់មាសប្រាក់នេះតាមសុបិនដែលសម្លាញ់បានឃើញហើយនិយាយប្រាប់ហើយនៅពេលនេះក៏បានជួបកំណប់មាសប្រាក់ហើយយើងទាំងពីរអ្នកប្តីប្រពន្ធយកកំណប់នេះមកឲ្យសម្លាញ់គឺដោយសារខ្ញុំទាំងពីរអ្នកគិតថាវាជារបស់វណ្ណានឹងហើយទៅខ្ញុំទាំងពីរអ្នកមិនចង់បានហើយក៏យកមកប្រគល់ឲ្យវណ្ណាតែម្ដងទៅអ្នកទាំងពីរពិតជាមានចិត្តស្មោះត្រង់ពេកហើយដែលអ្នកទាំងពីរបានយកកំណប់នេះមកឲ្យខ្ញុំដល់ផ្ទះខ្ញុំពិតជារីករាយនៅពេលដែលខ្ញុំបានស្គាល់អ្នកទាំងពីរហើយបានដឹងពីទំហំទឹកចិត្តអ្នកទាំងពីរមិនអីទេណាសម្លាញ់អញ្ចឹងយើងទៅផ្ទះវិញសិនហើយសម្លាញ់បើកគម្របកំណប់នេះមើលតាមសប្បាយទៅយើងមិនចង់បានចំណែកសូម្បីតែបន្តិចខ្ញុំបានប្រគល់កំណប់នេះឲ្យទៅវណ្ណាហើយដូច្នេះវណ្ណាយកវាទៅតាមសប្បាយទៅខ្ញុំមិនចង់បានសូម្បីតែបន្តិចខ្ញុំទាំងពីរអ្នកប្តីប្រពន្ធសូមទៅផ្ទះវិញសិនហើយហើយអ្វីបានជាគេទាំងពីរនាក់មិនព្រមយកទៅផ្ទះអញ្ចឹងមិនបានជាយកមកឲ្យខ្ញុំដល់ផ្ទះទៅវិញគេទាំងពីរនាក់នេះពិតជាមានទឹកចិត្តស្មោះត្រង់មែននៅពេលនោះវណ្ណាក៏បានបើកគម្របមាសប្រាក់ហើយនៅពេលនោះវណ្ណាឃើញមាសប្រាក់យ៉ាងច្រើនដែលនៅខាងក្នុងដោយសត្វពស់ទាំងអស់បានប្រែក្លាយទៅជាមាសនៅពេលដែលបានមកដល់ដៃវណ្ណាហើយវណ្ណាក៏បានក្លាយទៅជាសេដ្ឋីមួយរំពេចរយៈពេលបានប៉ុន្មានខែផុតទៅមិត្តរបស់វណ្ណាក៏បានមកសុំទោសវណ្ណាដោយបាននិយាយរៀបរាប់ការពិតឲ្យវណ្ណាបានដឹងតាមពិតទ្រព្យសម្បត្តិនេះវានៅតែជារបស់សម្លាញ់ដដែលនៅពេលដែលវានៅក្នុងដៃរបស់យើងវាគឺជាសត្វពស់ប៉ុន្តែនៅពេលដែលនៅក្នុងដៃសម្លាញ់វាក៏ប្រែក្លាយទៅជាមាសទាំងពីរអ្នកប្តីប្រពន្ធខ្ញុំនេះបានដេកគិតអង្គុយគិតហើយបានដឹងពីកំហុសក៏មកសុំទោសវណ្ណាសង្ឃឹមថាវណ្ណានឹងលើកលែងទោសនៅពេលនេះយើងមិនដឹងថាត្រូវខឹងសម្លាញ់ឬមួយក៏ត្រូវអរគុណសម្លាញ់វិញទេបើសិនជាសម្លាញ់មិនបានយកកំណប់មាសប្រាក់នេះឲ្យគ្នាវិញគ្នាក៏មិនអាចខ្លាយទៅជាសេដ្ឋីបែបនេះដែរសុំទោសផងណាសម្លាញ់យើងពិតជាមានការខ្មាស់អៀនសង្ឃឹមថាសម្លាញ់នឹងមិនខឹងហើយលើកលែងទោសឲ្យយើងគ្រប់បែបយ៉ាងគ្នាលើកលែងទោសឲ្យណាសម្លាញ់ហើយផ្ទុយទៅវិញគ្នានឹងចែកទ្រព្យសម្បត្តិខ្លះឲ្យទៅសម្លាញ់ដើម្បីយកធ្វើដើមទុនរកស៊ីសង្ឃឹមថាសម្លាញ់នឹងខំប្រឹងប្រែងហើយនឹងខ្លាយទៅជាអ្នកមានអរគុណណាវណ្ណាខ្ញុំតាំងពីអ្នកប្តីប្រពន្ធនឹងមិនភ្លេចគុណវណ្ណាអស់មួយជីវិតដែលវណ្ណាបានផ្ដល់ឱកាសឲ្យខ្ញុំបានរកស៊ីបែបនេះវណ្ណាក៏បានចែកមាសប្រាក់បន្តិចបន្តួចឲ្យទៅពួកគេទាំងពីរហើយអ្នកទាំងពីរក៏បានយកទៅធ្វើដើមទុនរកស៊ីមិនយូរមិនឆាប់ត្រឹមតែរយៈពេលខ្លីអ្នកទាំងពីរក៏បានរកស៊ីខ្លាយទៅជាអ្នកមានទ្រព្យសម្បត្តិធូរធារនៅក្នុងភូមិមានបុរសម្នាក់ដែលបានចិញ្ចឹមសត្វពស់មួយក្បាលហើយសត្វពស់តែងតែចាប់គោក្របីអ្នកភូមិធ្វើជាចំណីជានិច្ច
អ្នកភូមិដោយមានការខ្លាចសត្វពស់អ្នកភូមិក៏បានប្រាប់ឲ្យបុរសម្នាក់នោះយកសត្វពស់ទៅបោះបង់នៅក្នុងព្រៃមួយថ្ងៃអ្នកភូមិតែងតែឲ្យយើងយកឯងទៅបោះបង់ចោលនៅក្នុងព្រៃរហូតយើងពិតជាចិត្តមិនដាច់ពីឯងទេលោកម្ចាស់ខ្ញុំក៏ចិត្តមិនដាច់ពីលោកម្ចាស់អ្វីត្បិតតែខ្ញុំជាស្ដេចពស់ប៉ុន្តែខ្ញុំក៏មិនបានទៅសម្លាប់អ្នកណាដែរខ្ញុំគ្រាន់តែលេបគោក្របីអ្នកភូមិធ្វើជាចំណីនៅពេលដែលខ្ញុំឃ្លានតែប៉ុណ្ណោះក៏ព្រោះតែបែបនេះទើបបានជាអ្នកភូមិខឹងនឹងឯងហើយអ្នកភូមិតែងតែចង់ឲ្យយើងយកឯងទៅបោះចោលនៅក្នុងព្រៃហើយពួកគេថែមទាំងបានដាក់លក្ខខណ្ឌយើងថែមទៀតបើយើងមិនយកឯងទៅបោះបង់ចោលទេអ្នកភូមិនឹងទៅប្តឹងព្រះរាជាឲ្យសម្លាប់ឯងជាមិនខានខ្ញុំមិនខ្លាចការសម្លាប់របស់ព្រះរាជាទេណាលោកម្ចាស់ក៏ព្រោះតែមនុស្សទាំងអស់នោះមិនអាចទប់ទល់នឹងខ្ញុំបានឡើយប៉ុន្តែខ្ញុំអាណិតលោកម្ចាស់វិញទេដែលត្រូវពិបាកដោយសារតែខ្ញុំមិនអីទេណាលោកម្ចាស់ខ្ញុំយល់ព្រមទៅរស់នៅក្នុងព្រៃលោកម្ចាស់ក៏មានការព្រួយបារម្ភអីនេះឯងព្រមទៅរស់នៅក្នុងព្រៃហើយតើមែនទេយើងពិតជាមិនចង់បែកពីឯងទេប៉ុន្តែយើងពិតជាគ្មានជម្រើសមែនខ្ញុំក៏ពិបាកទទួលយកដែរណាលោកម្ចាស់ក៏ព្រោះតែខ្ញុំមិនចង់បែកពីលោកម្ចាស់ប៉ុន្តែគ្រប់យ៉ាងលោកម្ចាស់ធ្វើតាមតម្រូវការអ្នកភូមិតែប៉ុណ្ណោះបើលោកម្ចាស់មិនធ្វើបែបនេះនឹងមានគ្រោះថ្នាក់ដល់លោកម្ចាស់ជាមិនខានបន្ទាប់ពីនិយាយរួចបុរសកសិករដែលជាម្ចាស់ពស់ក៏បាននាំសត្វពស់ទៅក្នុងព្រៃដើម្បីបោះបង់បុរសកសិករនិងពស់ក៏បានមកដល់ក្នុងព្រៃជ្រៅមួយកន្លែងឯងរស់នៅទីនេះទៅដោយមានក្តីសុខចាំយើងនឹងមកលេងឯងជាប្រចាំហើយយើងនឹងមកទីនេះដើម្បីបានជួបឯងជារៀងរហូតសូមលោកម្ចាស់ធ្វើដំណើរទៅផ្ទះវិញប្រកបដោយសុវត្ថិភាពខ្ញុំមិនអាចនៅការពារលោកម្ចាស់បានដោយកាលពីមុនទៀតឡើយលោកម្ចាស់ត្រូវតែការពារខ្លួនឲ្យបានល្អជាទីបំផុតអ្នកភូមិគេខឹងនឹងខ្ញុំដែលខ្ញុំបានចាប់គោក្របីគេធ្វើជាចំណីហើយគេនឹងសងសឹកទៅលោកម្ចាស់វិញចំពោះរឿងនឹងឯងកុំបារម្ភអីសូមត្រឹមថាឯងកុំចេញទៅខាងក្រៅដើម្បីចាប់គោក្របីអ្នកភូមិទៀតទៅបានហើយឯងគួរតែចាប់សត្វព្រៃដើម្បីធ្វើជាចំណីវិញទៅបើសិនជាថ្ងៃណាមួយឯងបានចូលទៅក្នុងភូមិនឹងជាប់អន្ទាក់អ្នកភូមិជាមិនខានបាទលោកម្ចាស់ខ្ញុំនឹងធ្វើតាមការណែនាំរបស់លោកម្ចាស់សូមលោកម្ចាស់កុំមានការព្រួយបារម្ភអីខ្ញុំជូនពរឲ្យលោកម្ចាស់រកស៊ីទទួលទានមានបានខ្ញុំសូមលាលោកម្ចាស់សិនហើយអញ្ចឹងឯងទៅចុះកុំឲ្យមានអ្នកណាបានឃើញឯងអីក៏ព្រោះតែបើសិនជាពួកគេបានឃើញឯងអ្នកភូមិនឹងមានការភ័យខ្លាចកាន់តែខ្លាំងបន្ទាប់ពីនិយាយជាមួយនឹងម្ចាស់រួចសត្វពស់ក៏បានវាចូលទៅក្នុងព្រៃដើម្បីលាក់ខ្លួនហើយក៏បានបន្តរស់នៅក្នុងព្រៃជារៀងរហូតទៅមួយរយៈពេលបានកន្លងផុតទៅលោកសេដ្ឋីគាត់មានជំងឺម្យ៉ាងតែត្រូវការថ្លើមពោះដើម្បីយកទៅព្យាបាលហើយអ្នកភូមិក៏គ្មានអ្នកណាហ៊ានចូលទៅក្នុងព្រៃដើម្បីរកសត្វពស់ដើម្បីបានថ្លើមបើសិនយើងអាចរកថ្លើមស្ដេចពស់យកទៅព្យាបាលលោកសេដ្ឋីបានលោកសេដ្ឋីនឹងចែកប្រាក់ឲ្យយើងជាមិនខានឡើយប៉ុន្តែមិនដឹងថាទៅរកថ្លើមស្ដេចពស់នៅទីណាឡើយស្ដេចពស់វាមិនអាចឲ្យថ្លើមវាមកយើងបានទេបើសិនជាយើងយកថ្លើមរបស់វាប្រកាសជាត្រូវស្លាប់ហើយស្ដេចពស់វាទ្រាំនឹងការឈឺចាប់ឲ្យថ្លើមយើងយ៉ាងម៉េចទៅខ្ញុំគិតថាជំងឺលោកសេដ្ឋីប្រកាសជាគ្មានសង្ឃឹមរស់ឡើយក៏ព្រោះតែលោកគ្រូពេទ្យបានប្រាប់ថាមានតែថ្លើមស្ដេចពស់តែប៉ុណ្ណោះទើបអាចព្យាបាលលោកសេដ្ឋីបាននៅពេលនោះបុរសកសិករដែលជាម្ចាស់ពស់ក៏បានដើរមកដល់តើអ្នកទាំងពីរកំពុងតែនិយាយពីរឿងអ្វីហ្នឹងតើលោកសេដ្ឋីកើតអ្វីទៅមែនទេទើបបានជាគ្រូពេទ្យមកដល់ផ្ទះរបស់គាត់ជាប្រចាំបែបនេះលោកសេដ្ឋីគាត់មានជំងឺដែលត្រូវតម្រូវឲ្យរកថ្លើមស្ដេចពស់យកទៅព្យាបាលបើមិនដូច្នេះទេលោកសេដ្ឋីនឹងស្លាប់ប៉ុន្តែយើងមិនអាចរកថ្លើមស្ដេចពស់បានឡើយចុះបើខ្ញុំអាចរកថ្លើមរបស់ស្ដេចពស់មកព្យាបាលឲ្យលោកសេដ្ឋីបានតើលោកសេដ្ឋីនឹងឲ្យរង្វាន់ខ្ញុំដែរទេតើគាត់នឹងអាចចែកទ្រព្យសម្បត្តិឲ្យខ្ញុំដែរទេនិយាយថាគាត់មិនចែកឲ្យបានយ៉ាងម៉េចបើសិនជាមានអ្នកណាអាចរកថ្លើមស្ដេចពស់យកទៅព្យាបាលគាត់បានគាត់នឹងផ្ដល់មាសប្រាក់ពាក់កណ្ដាលឲ្យជាមិនខានអញ្ចឹងអ្នកទាំងពីរយកដំណឹងនេះទៅប្រាប់លោកសេដ្ឋីខ្ញុំនឹងទៅរកថ្លើមស្ដេចពស់ដើម្បីព្យាបាលឲ្យលោកសេដ្ឋីសូមលោកសេដ្ឋីកុំបារម្ភអីខ្ញុំនឹងអាចជួយលោកសេដ្ឋីបានបើសិនជាលោកបងអាចរកថ្លើមស្ដេចពស់បានមែនព្រមសម្បត្តិពាក់កណ្ដាលនឹងក្លាយជារបស់លោកបងហើយដូច្នេះលោកបងគួរតែប្រញាប់ទៅពេលនេះភ្លាមទៅបន្ទាប់ពីនិយាយរួចបុរសកសិករក៏បានធ្វើដំណើរចូលក្នុងព្រៃដើម្បីទៅសុំថ្លើមរបស់ស្ដេចពស់យកមកព្យាបាលលោកសេដ្ឋី
បន្ទាប់ពីបានកាត់ថ្លើមរបស់ស្ដេចពស់បានមួយចំណិតតូចបរិះកសិករក៏បានធ្វើដំណើរទៅភូមិគ្រឹះរបស់លោកសេដ្ឋីដើម្បីយកថ្លើមស្ដេចពស់ទៅព្យាបាលជំងឺលោកសេដ្ឋីស្ដេចពស់តើឯងនៅទីនេះដែរទេតើឯងនៅទីនេះដែរទេតើលោកម្ចាស់មករកខ្ញុំមានការអ្វីទៅខ្ញុំពិតជានឹកលោកម្ចាស់ខ្លាំងណាស់ខ្ញុំតែងតែមើលផ្លូវលោកម្ចាស់ជានិច្ចនិយាយមិនលាក់បាំងទេយើងមកនេះគឺដើម្បីចង់ពឹងពាក់ឯងបន្តិចក៏ព្រោះតែយើងត្រូវកាត់ថ្លើមរបស់ឯងដើម្បីយកទៅព្យាបាលលោកសេដ្ឋីដូច្នេះឯងឲ្យយើងកាត់ថ្លើមឯងបន្តិចតើបានទេនេះលោកម្ចាស់ត្រូវកាត់ថ្លើមរបស់ខ្ញុំយកទៅព្យាបាលលោកសេដ្ឋីតើមែនទេមិនអីទេណាលោកម្ចាស់ចាំខ្ញុំនឹងជួយឲ្យថ្លើមបន្តិចទៅលោកម្ចាស់ដើម្បីយកទៅព្យាបាលលោកសេដ្ឋីឲ្យយើងសុំទោសយើងត្រូវតែធ្វើបែបនេះដើម្បីបានប្រាក់យកទៅចិញ្ចឹមប្រពន្ធកូនឯងក៏បានឃើញពីជីវភាពរបស់យើងស្រាប់ហើយមិនអីទេណាលោកម្ចាស់អញ្ចឹងលោកម្ចាស់ប្រញាប់ចូលទៅកាត់ថ្លើមរបស់ខ្ញុំបន្តិចទៅខ្ញុំនឹងហាមមាត់ឲ្យលោកម្ចាស់ចូលទៅកាត់ដើម្បីជួយឲ្យលោកម្ចាស់មានជីវភាពកាន់តែប្រសើរជាងមុនអរគុណណាស់ស្ដេចពស់យើងយកតែបន្តិចទេឯងទ្រាំឈឺបន្តិចទៅយើងគ្មានជំរើសទើបយើងមកសុំថ្លើមរបស់ឯងលោកសេដ្ឋីនៅពេលដែលបានជាពីជំងឺរបស់គាត់ក៏បានប្រគល់មាសប្រាក់មួយចំនួនឲ្យទៅបុរសកសិករហើយបុរសកសិករក៏មានជីវភាពធូរធារជាងមុនលោកសេដ្ឋីនៅពេលដែលបានជាពីជំងឺរបស់គាត់ក៏បានប្រគល់មាសប្រាក់មួយចំនួនឲ្យទៅបុរសកសិករហើយបុរសកសិករក៏មានជីវភាពធូរធារជាងមុននៅថ្ងៃមួយបុត្រីរបស់ព្រះរាជាក៏បានប្រជួនដូចជាលោកសេដ្ឋីព្រះរាជាក៏បានត្រាស់បង្គាប់ឲ្យអាមាត្យទៅហៅបុរសកសិករចូលគាល់ដើម្បីឲ្យបុរសកសិករទៅរកថ្លើមរបស់ស្ដេចពស់មកព្យាបាលបុត្រីរបស់ទ្រង់អ្នកអាចរកថ្លើមស្ដេចពស់យកមកព្យាបាលបុត្រីយើងបានបើសិនជាអ្នកអាចរកថ្លើមស្ដេចពស់បានយើងនឹងផ្ដល់ទូនាទីឲ្យអ្នកឲ្យយើងនឹងផ្ដល់មាសប្រាក់កាន់តែច្រើនឲ្យអ្នកកើតទៅជាសេដ្ឋីទូបង្គំអាចរកថ្លើមស្ដេចពស់បានណាព្រះអង្គទូបង្គំសូមរយៈពេលមួយថ្ងៃដើម្បីធ្វើដំណើរទៅក៏ព្រោះតែស្ដេចពស់នៅក្នុងព្រៃជ្រៅអញ្ចឹងព្រះអង្គទុកពេលវេលាឲ្យទូបង្គំមួយថ្ងៃតើបានទេយើងអាចទុកពេលឲ្យអ្នកបានមួយថ្ងៃទៀតព្រោះតែបុត្រីយើងប្រឈួនបែបនេះអស់រយៈពេលច្រើនខែមកហើយបើសិនជាអ្នកអាចសង្គ្រោះបុត្រីយើងបានយើងនឹងផ្ដល់មាសប្រាក់ឲ្យទៅអ្នកទូបង្គំនឹងរកថ្លើមស្ដេចពស់ឲ្យបានទូបង្គំនឹងយកមកព្យាបាលឲ្យព្រះនាងព្រះអង្គក៏មានការព្រួយបារម្ភអីទូបង្គំនឹងរកមកព្យាបាលព្រះនាងឲ្យបានជាឡើងវិញយើងពិតជារំភើបនៅពេលដែលយើងបានដឹងបែបនេះថាអ្នកអាចធ្វើបានបុត្រីយើងនឹងបានជាប្រសើរឡើងវិញជាមិនខានបើសិនជាអ្នកអាចធ្វើបានមែនយើងនឹងតែងតាំងអ្នកធ្វើជាមេទ័ពនៅក្នុងនគរបន្ទាប់ពីបាននិយាយរួចបុរសកសិករក៏បានក្រាបលាព្រះរាជាធ្វើដំណើរចូលក្នុងព្រៃដើម្បីទៅស្វែងរកថ្លើមរបស់ស្ដេចពស់បុរសកសិករក៏បានដើរមកដល់ទីកន្លែងរបស់ស្ដេចពស់ហើយក៏បាននិយាយប្រាប់រឿងរ៉ាវដំណើររឿងឲ្យស្ដេចពស់បានដឹងនៅពេលដែលស្ដេចពស់បានដឹងបែបនេះស្ដេចពស់ក៏បានអនុញ្ញាតឲ្យបុរសកសិករចូលទៅកាត់ថ្លើមរបស់ខ្លួនជាលើកទី2បើសិនជាលោកម្ចាស់មិនយល់ព្រមតាមព្រះរាជាលោកម្ចាស់នឹងលំបាកជាមិនខានក៏ព្រោះតែព្រះរាជាបានដឹងថាលោកម្ចាស់អាចកាត់ថ្លើមរបស់ខ្ញុំបានយកទៅឲ្យព្រះអង្គក៏ព្រោះតែបែបនេះទើបយើងសម្រេចចិត្តមកសុំថ្លើមរបស់ឯងជាលើកទី2នេះគឺជាលើកចុងក្រោយមិនអីទេណាលោកម្ចាស់ខ្ញុំនឹងអនុញ្ញាតឲ្យលោកម្ចាស់ចូលទៅកាត់ថ្លើមរបស់ខ្ញុំជាថ្មីម្ដងទៀតលោកម្ចាស់យកឲ្យគ្រប់ចំនួនតែម្ដងទៅនៅពេលដែលអ្នកណាត្រូវការថ្លើមជាលើកក្រោយទៀតមិនចាំបាច់ហត់ចូលមកដល់ក្នុងព្រៃដើម្បីកាត់ថ្លើមខ្ញុំបន្ថែមលើកនេះយើងនឹងកាត់ឲ្យបានធំបន្តិចក៏ព្រោះតែថ្ងៃខាងមុខបាច់មានមន្ត្រីណាត្រូវការថ្លើមរបស់ឯងទៀតដូច្នេះយើងមិនចង់ចូលកាត់ច្រើនលើកទៀតទេអញ្ចឹងលោកម្ចាស់ចូលទៅកាត់ថ្លើមខ្ញុំភ្លាមទៅកាត់កន្លែងណាក៏បានដែរប៉ុន្តែកុំឲ្យតែកន្លែងដែលខ្ញុំបាត់បង់ជីវិតទៅបានហើយនៅពេលដែលបុរសកសិករកាត់មិនបានប្រយ័ត្នក៏បានចំសរសៃឈាមថ្លើមបណ្ដាលឲ្យស្ដេចពស់ស្លាប់នៅក្នុងពេលនោះហើយបុរសកសិករដោយបានដឹងថាស្ដេចពស់បាត់បង់ជីវិតគាត់ក៏បានចេញមកខាងក្រៅវិញដោយមានការអាណិតចំពោះស្ដេចពស់ហើយក៏មានការសោកស្ដាយ
ដោយសារតែការលះបង់របស់ស្ដេចពស់គាត់បានចាកចេញទៅបាត់គាត់បានចាកចេញទៅក៏មិនយកថ្លើមទៅព្យាបាលបុត្រីរបស់ព្រះអង្គដោយបន្លំខ្លួនធ្វើជាកសិកររស់នៅស្រុកឆ្ងាយជារៀងរហូតទៅមានបុរសម្នាក់ដោយគាត់ធ្វើការងារឲ្យលោកសេដ្ឋីរៀងរាល់ថ្ងៃគាត់តែងតែងើបពីព្រឹកទៅធ្វើការងារឲ្យលោកសេដ្ឋីនៅថ្ងៃមួយគាត់បានដើរទៅធ្វើការងារហើយក៏បានជួបព្រានព្រៃនៅតាមផ្លូវលោកបងអើយលោកបងតើថ្ងៃនេះលោកបងទៅដាក់អន្ទាក់យកសាច់ទៀតហើយតើមែនទេបើបានសាច់ច្រើនទុកឲ្យខ្ញុំផងណាលោកបងចាំខ្ញុំទៅយកដល់ផ្ទះរបស់លោកបងអត់អីទេណាប្អូនចាំបងទុកឲ្យតែប្អូនប្រាប់បងឲ្យបានដឹងជាមុនបែបនេះប្រកាសជាមានសាច់ចែកឲ្យប្អូនជាមិនខានបាទលោកបងខ្ញុំជូនពរឲ្យលោកបងដាក់អន្ទាក់ជាប់បានសាច់ហើយចុះឲ្យច្រើនជារៀងរាល់ថ្ងៃដើម្បីឲ្យខ្ញុំនេះបានហូបសាច់ជារៀងរាល់ថ្ងៃអញ្ចឹងបងទៅសិនហើយប្អូនឯងទៅធ្វើការងាររបស់ប្អូនឯងទៅចាំបងដាក់អន្ទាក់បានរងចាំពេលល្ងាចទៅយកសាច់នៅផ្ទះរបស់បងណាប្អូនបន្ទាប់មកអ្នកទាំងពីរក៏បានចែកផ្លូវគ្នាទៅធ្វើការងាររៀងខ្លួននៅក្នុងព្រៃក៏មានទេពធីតាមួយអង្គបានចុះមកពីលើឋានសួគ៌នៅពេលនោះទេពធីតាពិតជារំភើបនៅពេលដែលបានឃើញព្រៃឈើយ៉ាងស្រស់ស្អាតបើសិនយើងនៅក្នុងសភាពជាទេពធីតាបែបនេះប្រកាសជាមានមនុស្សឃើញមានការភ្ញាក់ផ្អើលជាមិនខានដូច្នេះយើងគួរតែប្រែកាយទៅជាកូនទន្សាយហើយដល់ពេលនោះយើងអាចដើរលេងបានយ៉ាងសប្បាយនៅក្នុងព្រៃបន្ទាប់ពីនិយាយបែបនេះរួចទេពធីតាក៏បានប្រែកាយទៅជាកូនទន្សាយហើយក៏បានដើរលេងនៅក្នុងព្រៃយ៉ាងសប្បាយនៅពេលនោះទេពធីតាក៏បានមិនប្រយ័ត្នក៏បានជាប់អន្ទាក់របស់ព្រានព្រៃទាំងដែលព្រានព្រៃកំពុងលបមើលពិតជាសំណាងមែនដែលបានជាប់កូនទន្សាយបែបនេះនៅថ្ងៃនេះប្រកាសជាបានឆ្ងាញ់មាត់ហើយយើងនឹងយកឯងទៅផ្ទះរបស់យើងដើម្បីធ្វើជាម្ហូបនៅល្ងាចនេះព្រះអើយនៅពេលនេះខ្ញុំកំពុងតែប្រឈមមុខនឹងគ្រោះថ្នាក់អស់ជីវិតបើខ្ញុំប្រើវេទមន្តចាក់ចេញពីអន្ទាក់នេះព្រានព្រៃប្រកាសជាមានការភ័យខ្លាចហើយក៏នឹងគិតថាខ្ញុំជាបិសាចជាមិនខានព្រានព្រៃក៏បានយកទេពធីតានៅក្នុងសភាពជាកូនទន្សាយទៅផ្ទះរបស់គាត់ចំណែកសម្បូរកំពុងតែធ្វើការងារឲ្យលោកសេដ្ឋីនៅពេលនោះលោកសេដ្ឋីពិតជាពេញចិត្តនៅការងាររបស់សម្បូរដាក់លើរទេះតែប៉ុណ្ណឹងបានហើយទៅផ្ទះវិញទៅចាំថ្ងៃស្អែកមកបើកប្រាក់ខែសរុបតែម្ដងណាសម្បូរបាទលោកសេដ្ឋីអញ្ចឹងខ្ញុំលើកដាក់លើរទេះតែប៉ុណ្ណឹងខ្ញុំទៅវិញហើយណាលោកសេដ្ឋីបើសិនជាមានការងារអ្វីទៀតហៅខ្ញុំធ្វើខ្ញុំអាចមកបានគ្រប់ពេលមិនអីទេអស់ការងាររបស់ឯងហើយនៅថ្ងៃនេះចាំថ្ងៃស្អែកមកបន្តធ្វើការងារទៀតតែពេលនេះទៅវិញសិនទៅអញ្ចឹងខ្ញុំសូមលាសិនហើយខ្ញុំទៅផ្ទះសិនហើយណាលោកសេដ្ឋីសម្បូរក៏បានធ្វើដំណើរមកដល់ផ្ទះព្រានព្រៃដើម្បីយកសាច់ប្អូនឯងមកដល់តាំងពីពេលណានឹងនៅថ្ងៃនេះបងដាក់អន្ទាក់អត់បានសត្វទេណាប្អូនជាប់តែកូនទន្សាយមួយតែប៉ុណ្ណោះកូនទន្សាយនេះពិតជាស្រស់ស្អាតណាស់លោកបងដាច់ចិត្តយកកូនទន្សាយនេះធ្វើជាម្ហូបនៅថ្ងៃនេះមែនដែរទេមើលទៅប្រហែលជាបែបនឹងហើយដោយសារតែថ្ងៃនេះដាក់អន្ទាក់អត់បានសត្វហើយជាប់តែកូនទន្សាយមួយនឹងអញ្ចឹងមានតែចាត់ការតាមដំណើរទៅអញ្ចឹងខ្ញុំសុំចែកទិញកូនទន្សាយនេះបានទេខ្ញុំចង់ទិញយកទៅចិញ្ចឹមខ្ញុំមានអារម្មណ៍ថាដូចជាមាននិស្ស័យបើសិនជាប្អូនឯងចែកទិញតើបងបានអីហូបទៅបើល្ងាចនេះបងដាក់បានតែកូនទន្សាយមួយប៉ុណ្ណោះលោកបងចាប់មាន់ទាធ្វើជាម្ហូបមួយពេលសិនទៅចំណែកកូនទន្សាយនេះលក់ឲ្យខ្ញុំចាំខ្ញុំទិញលោកបងយល់ដល់ខ្ញុំផងទៅណាលោកបងបើជ្រុលជាអញ្ចឹងហើយមិនច្បាច់យកប្រាក់ទេណាប្អូនឯងយកទៅចិញ្ចឹមតែម្ដងទៅយកទៅចិញ្ចឹមទៅបងឲ្យមិនច្បាច់ឲ្យប្រាក់បងទេអរគុណច្រើនណាស់លោកបងអរគុណច្រើននៅពេលនោះសម្បូរក៏បានយកកូនទន្សាយទៅផ្ទះរបស់គាត់ដើម្បីចិញ្ចឹម
នៅពេលដែលសម្បូរបានយកកូនទន្សាយមកដល់ផ្ទះគាត់បានដាក់កូនទន្សាយនៅក្រៅទ្រុងនៅលើតុនៅពេលនោះសម្បូរក៏មានការចម្លែកចិត្តមិនបានជាកូនទន្សាយនេះមិនព្រមរត់ចេញពីផ្ទះរបស់ខ្ញុំអញ្ចឹងអំបញ្ញមិញនេះខ្ញុំភ្លេចដាក់នៅក្នុងទ្រុងប៉ុន្តែវាគួរតែរត់ចាក់ចេញអញ្ចឹងបើសិនជាកូនទន្សាយនេះមិនរត់ចាក់ចេញទេខ្ញុំមិនចាំបាច់ដាក់ក្នុងទ្រុងក៏បាននៅពេលនោះសម្បូរក៏បានដេកលក់ដោយទុកកូនទន្សាយនៅក្រៅទ្រុងនៅពេលនោះស្រាប់តែទេពធីតាក៏បានប្រែកាយមើលតែគាត់ពិតជាមាននិស្ស័យចំពោះខ្ញុំមែនខ្ញុំគួរតែតបស្នងទៅគាត់វិញថ្ងៃនេះគាត់សុខចិត្តអត់មានអីហូបបើគាត់មិនយកខ្ញុំធ្វើជាម្ហូបនៅពេលនោះទេពធីតាក៏បានប្រើវេទមន្តជប់បាយទឹកសម្លយ៉ាងច្រើននៅពេលដែលសម្បូរបានដេកលក់ក៏ព្រោះតែអស់កម្លាំងមួយរយៈពេលតើជាបាយទឹកអ្នកណាទៅហើយអ្វីបានជាយកមកដាក់នៅផ្ទះរបស់ខ្ញុំបែបនេះតើអ្នកណាគេទៅដែលយកបាយទឹកទាំងអស់នេះមកប៉ុន្តែមិនច្បាច់គិតទេពេលនេះកំពុងតែឃ្លានសម្បូរដោយមិនគិតច្រើនក៏បានហូបបាយទឹកទាំងអស់នោះនៅពេលនោះទេពធីតាដែលនៅក្នុងសភាពជាកូនទន្សាយក៏បានឃើញគ្រប់បែបយ៉ាងនៅពេលស្អែកឡើងសម្បូរក៏បានធ្វើដំណើរចេញទៅធ្វើការងារឲ្យលោកសេដ្ឋីនៅពេលនោះទេពធីតាក៏បានប្រែកាយទៅជារូបរាងពិតប្រាកដនៅពេលដែលទេពធីតាបានធ្វើការងារសម្អាតផ្ទះឲ្យសម្បូរស្រាប់តែមិត្តភ័ក្តិរបស់សម្បូរនៅក្នុងភូមិក៏បានឃើញពីចម្ងាយតើសម្លាញ់ខ្ញុំយកប្រពន្ធតាំងពីពេលណាទៅមើលទៅកូនស្រីនេះមិនមែនជាមនុស្សធម្មតាទេស្លៀកពាក់ដូចជាព្រះនាងអញ្ចឹងមិនមែនជាមនុស្សធម្មតានោះទេរៀបការមានប្រពន្ធតាំងពីពេលណាទៅសម្លាញ់ហើយអ្វីបានជាមានប្រពន្ធស្រស់ស្អាតដូចជាទេពធីតាបែបនេះហើយតុបតែងខ្លួនដូចជាព្រះនាងអញ្ចឹងកំពុងតែនិយាយពីអ្វីហ្នឹងតើឯងកំពុងតែនិយាយពីអ្វីយើងរៀបការមានប្រពន្ធតាំងពីពេលណាទៅឯងកំពុងតែនិយាយលេងឬមួយក៏និយាយមែនយើងបានឃើញមនុស្សស្រីម្នាក់តុបតែងដូចជាព្រះនាងហើយធ្វើការងារនៅផ្ទះរបស់ឯងកាលពីព្រឹកមិញមែនហើយហើយអ្វីបានជាយើងនឹកមិនឃើញអញ្ចឹងកាលពីម្សិលមិញមានរឿងចម្លែកមួយបានកើតឡើងយើងបានយកកូនទន្សាយចេញពីផ្ទះលោកបងព្រានព្រៃដែលគាត់បានដាក់អន្ទាក់បានហើយស្រាប់តែមានរឿងចម្លែកកើតឡើងណាសម្លាញ់ឬមួយក៏ជាទេវតាឬមួយក៏ជាបិសាចទេសម្លាញ់ឯងគួរតែប្រញាប់ទៅផ្ទះវិញហើយលបមើលឲ្យបានដឹងការពិតសម្បូរក៏ប្រញាប់ធ្វើដំណើរទៅផ្ទះរបស់គាត់ដើម្បីលបមើលឲ្យបានដឹងការពិតនៅពេលនោះសម្បូរក៏បានលបមើលពីចម្ងាយហើយក៏បានឃើញសកម្មភាពរបស់ទេពធីតាកំពុងតែធ្វើការងារនៅផ្ទះរបស់គាត់បានដើរលបហើយក៏បានលោតចាប់ទេពធីតាពីក្រោយខ្នងឈប់សិនតើអ្នកនាងជាអ្នកណាទៅហើយអ្វីបានជាមកជួយការងារនៅផ្ទះរបស់ខ្ញុំបែបនេះអ្នកនាងជាមនុស្សឬមួយក៏ជាបិសាចខ្ញុំជាទេពធីតាដែលចុះមកពីលើឋានសួគ៌ហើយក៏មកដើរលេងក្នុងព្រៃហើយក៏បានប្រែកាយទៅជាកូនទន្សាយដើរលេងនៅក្នុងព្រៃមិនប្រយ័ត្នក៏បានជាប់អន្ទាក់របស់ព្រានតាមពិតអ្នកនាងគឺជាទេពធីតាដែលបានប្រែកាយជាកូនទន្សាយហើយអ្វីបានជាអ្នកនាងមិនព្រមឡើងទៅឋានសួគ៌វិញទៅដោយសារតែនេះជាព្រហ្មលិខិតទេពធីតាមិនអាចឡើងឋានសួគ៌វិញបានទេទេពធីតាត្រូវតែនៅទីនេះតាមព្រហ្មលិខិតដែលបានកំណត់រួចហើយគេម្នាក់នេះជាគូព្រេងរបស់ទេពធីតាត្រូវតែរស់នៅជាមួយគេសាងគ្រួសារជាមួយគេក៏ព្រោះតែគេជាគូព្រេងមានន័យថាទូបង្គំត្រូវរស់នៅក្នុងសភាពជាមនុស្សបែបនេះរហូតមែនទេហើយក៏មិនអាចវិលត្រឡប់ទៅឋានសួគ៌វិញជាការពិតទេពធីតាត្រូវរស់នៅជាមួយមនុស្សនេះទេពធីតាត្រូវរស់នៅជាមួយចៅមីនុបជារៀងរហូតទៅហើយយើងនឹងផ្ដល់មាសប្រាក់ឲ្យចៅមីនុបនិងទេពធីតាដើម្បីមានដើមទុនរកស៊ីចៅមីនុបត្រូវតែមើលថែទេពធីតាឲ្យបានល្អជាទីបំផុតវាដូចជាលឿនពេកប៉ុន្តែបើសិនជាទេពធីតាជាគូព្រេងនឹងខ្ញុំពិតមែនខ្ញុំប្រកាសជាមើលថែនាងរស់នៅជាមួយនាងជារៀងរហូតទៅចាប់តាំងពីថ្ងៃនោះទេពធីតាក៏ត្រូវរស់នៅជាមួយនឹងសម្បូរ
ហើយអ្នកទាំងពីរក៏បានសាងគ្រួសាររស់នៅយ៉ាងមានសុភមង្គលជារៀងរហូតទៅមានបុរសម្នាក់ដែលរស់នៅជាមួយលោកសេដ្ឋីដោយលោកសេដ្ឋីតែងតែប្រើឲ្យគាត់ធ្វើការងារជារៀងរាល់ថ្ងៃប៉ុន្តែគាត់តែងតែសាងកំហុសជារៀងរាល់ថ្ងៃឯងត្រូវតែទៅដឹកក្របីយកមករក្សាទុកនៅក្រៅផ្ទះរបស់យើងបើសិនជាទុកនៅទីនោះបន្តទៀតវាអាចនឹងដើរទៅរកស្រែរបស់អ្នកភូមិតើក្របីបានដើរទៅដល់ទីណាទៅបើគ្រាន់តែនៅក្នុងដីចម្ការរបស់គាត់មានស្មៅច្រើនស្រាប់ហើយដូច្នេះប្រកាសជាក្របីវាមិនដើរទៅណាទេបាទលោកសេដ្ឋីខ្ញុំនឹងទៅដេញវានៅពេលនេះតែម្ដងតើលោកសេដ្ឋីមានអ្វីចង់ប្រើខ្ញុំទៀតទេព្រោះខ្ញុំធ្វើពេលនេះតែម្ដងឲ្យរួចរាល់ណាលោកសេដ្ឋីមិនច្បាច់ឡើយឯងគ្រាន់តែធ្វើការងារតែប៉ុណ្្នឹងទៅបានហើយយើងគិតថាដើរទៅក្នុងភូមិបន្តិចដើម្បីជួបមិត្តចាស់របស់យើងដូច្នេះការងារដែលយើងដាក់ឲ្យឯងធ្វើយកក្របីមករក្សាទុកឯងធ្វើតែប៉ុណ្្នឹងទៅបាទលោកសេដ្ឋីទទួលបញ្ជាខ្ញុំនឹងទៅធ្វើតាមបញ្ជាលោកសេដ្ឋីនៅពេលនេះសូមលោកសេដ្ឋីអញ្ជើញទៅក្នុងភូមិដោយសប្បាយចិត្តទៅលោកសេដ្ឋីក៏បានធ្វើដំណើរទៅហើយឌីចយក៏ធ្វើដំណើរទៅដេញក្របីតាមការប្រាប់របស់លោកសេដ្ឋីបន្តិចក្រោយមកគាត់ក៏បានដើរមកដល់ទីកន្លែងក្របីវាមិនទៅណាទេហើយដើម្បីចាំបាច់ឲ្យយើងដេញក្របីទៅក្រោយផ្ទះរបស់គាត់ទៅវិញនៅទីនេះមានស្មៅដូចតែគ្នាអញ្ចឹងដេញទៅនាំតែខាត់ពេលដេករបស់យើងតែប៉ុណ្ណោះយើងសូមពេលដេកបន្តិចសិនទុកឲ្យក្របីស៊ីស្មៅនៅទីនេះសិនទៅបន្ទាប់មកគាត់ក៏បានដេកនៅទីកន្លែងនោះដោយមិនខ្វាយខ្វល់ហើយក្របីក៏បានធ្វើដំណើរទៅរកស្រែរបស់អ្នកភូមិបន្តិចក្រោយមកក្របីក៏បានដើរមកដល់ទីកន្លែងស្រែរបស់អ្នកភូមិហើយក៏បានស៊ីស្រូវរបស់អ្នកភូមិចប់ហើយខ្ញុំតើឆ្នាំនេះយើងបានស្រូវអីហូបទៅក្របីលោកសេដ្ឋីបានចូលមកបំផ្លាញស្រូវយើងអស់ហើយតើយើងបានស្រូវអីហូបទៀតទៅម៉ែវាមែនហើយណាឪវាក្របីលោកសេដ្ឋីបានបំផ្លាញស្រូវរបស់យើងអស់ហើយតើយើងបានស្រូវមកពីណាហូបឆ្នាំក្រោយទៀតទៅមិនកើតទេយើងត្រូវតែចាប់ក្របីលោកសេដ្ឋីទៅផ្ទះលោកមេភូមិដើម្បីឲ្យលោកមេភូមិជួយដោះស្រាយឲ្យគាត់សងថ្លៃការខូចខាតមកយើងវិញមានតែយើងធ្វើបែបហ្នឹងទេទើបយើងអាចទទួលសំណងបានមកវិញធ្វើដើមទុនព្រោះតែពេលនេះស្រូវរបស់យើងត្រូវបានក្របីបំផ្លាញគ្មានសល់អញ្ចឹងតោះយាយវាដេញក្របីទៅផ្ទះលោកមេភូមិនៅពេលនេះទៅដើម្បីឲ្យលោកមេភូមិដោះស្រាយបញ្ហានេះបើមិនដូច្នេះទេយើងប្រកាសត្រូវដាច់ពោះស្លាប់ជាមិនខានគាត់ទាំងពីរនាក់បន្ទាប់ពីបាននិយាយរួចក៏បានដេញក្របីលោកសេដ្ឋីទៅផ្ទះលោកមេភូមិដើម្បីឲ្យលោកមេភូមិជួយដោះស្រាយលោកសេដ្ឋីក៏បានធ្វើដំណើរមកដល់ផ្ទះលោកមេភូមិដើម្បីដោះស្រាយបញ្ហាជាមួយនឹងអ្នកភូមិឲ្យខ្ញុំសូមទោសណាអ្នកទាំងពីរខ្ញុំនឹងសងថ្លៃខូចខាតឲ្យទៅអ្នកទាំងពីរវិញសូមអ្នកទាំងពីរកុំមានការព្រួយបារម្ភអីលោកសេដ្ឋីអើយដើមឡើយខ្ញុំក៏មិនចង់ធ្វើបែបនេះប៉ុន្តែដោយសារតែក្របីលោកសេដ្ឋីបានចូលទៅបំផ្លាញស្រូវរបស់ខ្ញុំមុនខ្ញុំមានតែធ្វើបែបនេះដើម្បីបានសំណងមកវិញខ្ញុំបានយល់ច្បាស់ហើយខ្ញុំក៏មិនខឹងអ្នកទាំងពីរធ្វើបែបនេះគឺត្រឹមត្រូវហើយដែលបានចាប់ក្របីមកទីនេះគឺដើម្បីដោះស្រាយបញ្ហាដែលបានកើតឡើងហើយចឹងលោកសេដ្ឋីដោះស្រាយសំណងឲ្យខ្ញុំសំរុំមកឲ្យយកក្របីទាំងអស់នេះយកទៅវិញទៅថ្ងៃក្រោយកុំឲ្យក្របីចូលទៅបំផ្លាញស្រូវរបស់ខ្ញុំទៀតអរគុណច្រើនអ្នកទាំងពីរអញ្ចឹងខ្ញុំនឹងឲ្យកូនចៅយកក្របីទៅផ្ទះវិញនៅពេលនេះហើយខ្ញុំនឹងទៅរៀបចំប្រាក់ដើម្បីឲ្យទៅអ្នកទាំងពីរនៅផ្ទះតែម្ដងលោកសេដ្ឋីគាត់ពិតជាខឹងយ៉ាងខ្លាំងហើយគាត់ក៏បានធ្វើដំណើរទៅផ្ទះវិញដើម្បីរៀបចំប្រាក់ជូនទៅអ្នកភូមិលោកសេដ្ឋីក៏បានធ្វើដំណើរមកដល់ផ្ទះគាត់វិញគឺដោយសារតែខ្ញុំចង់ឲ្យក្របីនៅស៊ីស្មៅទីនោះច្រើនជាងទើបខ្ញុំអត់បានដេញក្របីមកណាលោកសេដ្ឋី
កាលដែលឯងប្រហែសទុកការងារចោលវាធ្វើឲ្យយើងខាត់បងអស់ប្រាក់វាជាទម្លាប់របស់ឯងដែលធ្វើឲ្យយើងត្រូវខាត់បងប្រាក់ដោយសារតែទម្លាប់អាក្រក់របស់ឯងបែបនេះលោកសេដ្ឋីកុំដេញខ្ញុំចេញអីខ្ញុំមិនអាចធ្វើឲ្យមានកំហុសជាលើកទី3ទី4បានទៀតទេខ្ញុំសន្យាថាមិនឲ្យមានលើកក្រោយទៀតទេណាលោកសេដ្ឋីនេះគឺជាលើកទី2ហើយដែលឯងបានធ្វើទង្វើបែបនេះដោយប្រហែសទុកការងារចោលក៏ព្រោះតែភាពមិនបានតាំងចិត្តក្នុងការធ្វើការងាររបស់ខ្លួនឯងអញ្ចឹងយើងមិនទាន់ដេញឯងចេញពីផ្ទះរបស់យើងទេប៉ុន្តែយើងនឹងឲ្យឯងលើកស្រូវអង្គរដាក់នៅក្នុងឃ្លាំងនៅខាងក្រោយឲ្យទាន់នៅពេលល្ងាចនេះបាទលោកសេដ្ឋីខ្ញុំនឹងទៅលើកនៅពេលនេះលើកដាក់ក្នុងឃ្លាំងឲ្យអស់ណាលោកសេដ្ឋីសូមលោកសេដ្ឋីកុំមានការព្រួយបារម្ភអីខ្ញុំនឹងទៅនៅពេលនេះបន្ទាប់ពីត្រូវបានលោកសេដ្ឋីស្ដីបន្ទោសនីចយក៏បានធ្វើដំណើរទៅលើកស្រូវដាក់ក្នុងឃ្លាំងនៅពេលដែលទៅដល់ទីកន្លែងស្រាប់តែគាត់នៅតែមិនកែប្រែទម្លាប់ចាស់ដោយកាលពីមុនពេកដូចជាមិនតាន់ភ្លៀងឡើយណាមួយស្រូវទាំងអស់នេះវាក៏មានចំនួនតិចតួចតែប៉ុណ្ណោះបើខ្ញុំលើកតែមួយផ្លែតនឹងរួចរាល់ជាមិនខានដូច្នេះខ្ញុំគួរតែដេកលេងសិនរងចាំបន្តិចទៀតចាំលើកក៏មិនតាន់ហួសពេលនៅពេលនោះគាត់ក៏បានដេកដូចជាធម្មតាដោយកាលពីមុនប្រាប់តែមេឃក៏ចាប់ផ្ដើមភ្លៀងហើយនៅពេលនោះក៏មានកូនចៅលោកសេដ្ឋីម្នាក់ទៀតបានដើរចូលមកចង្រៃយោននេះហើយអ្វីបានជាមិនកែប្រែទម្លាប់ចាស់បែបហ្នឹងលោកសេដ្ឋីប្រើឲ្យធ្វើការប៉ុន្តែបែរជាមិនធ្វើបែរជាទុកការងារខ្លួនឯងចោលមិនកើតទេបើតិចទៀតមេឃនឹងភ្លៀងជាមិនខានបើខ្ញុំមិនអាចយកស្រូវអង្គរទាំងអស់នេះចូលទៅដល់ទាន់ពេលទេមេឃប្រកាសជាភ្លៀងមកត្រូវជាមិនខានបន្ទាប់មកនេះចកក៏បានជញ្ជូនស្រូវអង្គរដាក់ក្នុងឃ្លាំងដូចជារាល់ដងក៏ព្រោះតែមេឃកំពុងតែរកភ្លៀងចំណែកនេះចយគាត់ក៏បានដេកលក់ធ្វើជាមិនដឹងអីបន្តិចក្រោយមកគាត់ក៏បានដឹងខ្លួនវិញព្រះអើយខ្ញុំបានដេកលក់តើស្រូវអង្គរទាំងអស់នេះអ្នកណាជាលើកយកទៅរក្សាទុកទៅឬមួយក៏មានអ្នកផ្សេងគេលើកយកទៅរក្សាទុកប៉ុន្តែមិនអីទេយ៉ាងហោចណាស់ក៏បានចូលទៅដល់ក្នុងឃ្លាំងអស់ហើយខ្ញុំក៏ដល់ពេលដែលត្រូវសម្រាកពីការងារអញ្ចឹងខ្ញុំទៅរកកន្លែងដេកសិនចាំថ្ងៃស្អែកខ្ញុំនឹងបើកប្រាក់ខែនៅពេលព្រឹកឡើងអ្នកធ្វើការងារនៅផ្ទះលោកសេដ្ឋីក៏បានមកបើកប្រាក់ខែឯងនេះចេះមានមុខបើកប្រាក់ខែទៅកើតធ្វើការមិនកើតយកទៅការងារទុកចោលហើយមកបើកប្រាក់ខែទៅវិញកំពុងតែនិយាយអីហ្នឹងយើងធ្វើការងារដូចឯងដែរតើហើយមិនបានជាឯងនិយាយថាយើងមិនធ្វើការងារហើយទុកការងារចោលទៅវិញកុំគិតថាលោកសេដ្ឋីពេញចិត្តឯងកុំបានដៃពេកលោកសេដ្ឋីគាត់មិនចេះតែពេញចិត្តអ្នកណាទេដោយសារតែគាត់ឃើញអ្នកនោះធ្វើការងារល្អបើគាត់ដំឡើងប្រាក់ខែឲ្យហើយចុះតើឯងវិញមានឡើងប្រាក់ខែដែរទេនៅខែនេះឡើងឬមិនឡើងវាគឺជារឿងរបស់យើងតែប៉ុណ្ណោះឯងកុំចេះដឹងអីធ្វើការងារឯងឲ្យបានល្អទៅកុំចេះដឹងរឿងរ៉ាវរបស់យើងអីចាំមើលទៅលោកសេដ្ឋីមកដល់នឹងបើកប្រាក់ខែឲ្យយើងហើយនៅថ្ងៃនេះយើងបានបើកប្រាក់ខែឲ្យអ្នកទាំងពីរហើយយើងនឹងបញ្ឈប់ការងារអ្នកធ្វើការងារម្នាក់នៅផ្ទះរបស់យើងដោយគេធ្វើការងារមិនបានល្អឡើយម្នាក់នោះគឺជាឯងនឹងហើយតើហេតុអ្វីបានជាលោកសេដ្ឋីមិនឲ្យខ្ញុំធ្វើការងារដោយកាលពីមុនតើហេតុអ្វីបានជាលោកសេដ្ឋីបញ្ឈប់ខ្ញុំពីការងារទៅវិញឯងតែងតែយកទម្លាប់អាក្រក់ដាក់នៅខាងមុខជានិច្ចយើងបានប្រើឲ្យធ្វើការងារប៉ុន្តែឯងបែរជាទុកសិនរហូតវាគឺជាទម្លាប់ដែលមិនអាចបន្តធ្វើការនៅទីនេះបានគឺខ្ញុំគង់តែធ្វើដដែលប៉ុន្តែតត្រង់ថាខ្ញុំមិនទាន់ធ្វើភ្លាមតែប៉ុណ្ណោះតើហេតុអ្វីបានជាលោកសេដ្ឋីមិនឲ្យខ្ញុំនៅធ្វើការនៅទីនេះហេតុអីបានជាមិនដេញខ្ញុំចេញទៅវិញមុនក្រោយខ្ញុំគង់តែធ្វើដដែលប៉ុន្តែយើងមិនត្រូវការអ្នកធ្វើការងារដូចជាឯងឡើយឲ្យឯងទៅដឹកក្របីយកមករក្សាទុកប៉ុន្តែឯងបែរជាបណ្ដោយឲ្យក្របីទៅស៊ីស្រូវរបស់អ្នកភូមិឲ្យទៅដាក់ចំណីត្រីប៉ុន្តែបែរជាយកពេលទៅដើរលេងស្ទូចត្រីទៅវិញធ្វើឲ្យត្រីរបស់យើងអត់ចំណីឲ្យលើកស្រូវអង្គរដាក់ក្នុងឃ្លាំងប៉ុន្តែឯងបែរជាទៅដេកឲ្យមេឃភ្លៀងសំណាងល្អណាស់ដែលកូនចៅរបស់យើងបានទៅដល់ទាន់ពេលខ្ញុំនឹងកែទម្លាប់នេះចេញសូមតែលោកសេដ្ឋីកុំដេញខ្ញុំចេញអីសូមកុំដេញខ្ញុំចេញអីណាលោកសេដ្ឋី
មនុស្សដែលមានទម្លាប់អាក្រក់ទុកសិនដូចជាឯងវាមិនអាចធ្វើឲ្យខ្លួនឯងអភិវឌ្ឍបានឡើយផ្ទុយទៅវិញធ្វើឲ្យខ្លួនឯងកាន់តែវិនាសនិងមិនអាចទៅរកភាពជោគជ័យបានអញ្ចឹងយើងមិនអាចឲ្យឯងធ្វើការងារនៅទីនេះបានទៀតទេយើងត្រូវតែបណ្ដេញឯងចេញក៏ព្រោះតែឯងតែងតែយកលេសគ្រប់បែបយ៉ាងដាក់នៅខាងមុខការងាររហូតមនុស្សដែលយកលេសដាក់នៅខាងមុខហើយទុកការងារនៅខាងក្រោយមិនអាចទទួលបានជោគជ័យឡើយឯងត្រូវតែចងចាំអស់មួយជីវិតបន្ទាប់ពីលោកសេដ្ឋីបានពោលពាក្យប្រដៅណែនាំនិយាយរួចនាយចយក៏បានចាកចេញទៅធ្វើការងារនៅទីកន្លែងផ្សេងហើយគាត់ក៏បានយល់ច្បាស់ពីទង្វើរបស់គាត់កាលពីមុនដែលគាត់តែងតែយកលេសគ្រប់បែបយ៉ាងដាក់នៅខាងមុខធ្វើឲ្យគាត់មិនអាចដើរទៅដល់ទីកន្លែងគោលដៅដែលគាត់កំពុងតែធ្វើត្រូវចាំថាភាពជោគជ័យកើតចេញពីការខិតខំប្រឹងប្រែងមិនមែនជាការយកលេសគ្រប់តបបែបយ៉ាងដាក់នៅខាងមុខឡើយមានកំឡោះម្នាក់ដែលជាអ្នកក្ររាល់ថ្ងៃរស់នៅជាមួយនឹងឪពុកចាស់ជរាហើយរាល់ថ្ងៃធ្វើការងារឲ្យលោកសេដ្ឋីកូនឯងរវល់តែមកផ្ទះបែបនេះបើសិនជាលោកសេដ្ឋីចង់រកប្រើឲ្យធ្វើការងាររកមិនឃើញកូនឯងប្រកាសជាត្រូវមាត់លោកសេដ្ឋីជាមិនខាននៅផ្ទះលោកសេដ្ឋីមានអ្នកបម្រើច្រើនហើយខ្ញុំគ្រាន់តែឆ្លៀតពេលមកដេកនៅផ្ទះបន្តិចបន្តួចវាមិនតខអ្វីទេពុកគិតថានឹងឲ្យខ្ញុំនៅបម្រើលោកសេដ្ឋីមួយជីវិតតើមែនទេពុករាល់ថ្ងៃយើងជាអ្នកក្របើសិនជាកូនមិនចង់បម្រើលោកសេដ្ឋីកូនគួរតែខំប្រឹងសន្សំប្រាក់ដើម្បីយកមកធ្វើដើមទុនរកស៊ីណាកូនមិនដឹងថាជាតិមុនខ្ញុំបានធ្វើអ្វីខុសឡើយទៅបានជាតិនេះខ្ញុំជួបរឿងរ៉ាវអាក្រក់បែបនេះកើតមកជាអ្នកក្រទៅបម្រើលោកសេដ្ឋីខ្ញុំពិតជាមិនចង់នៅបម្រើលោកសេដ្ឋីទេណាលោកពុកដោយពុកបាននិយាយប្រាប់កូនអញ្ចឹងបើកូនមិនចង់ធ្វើជាអ្នកបម្រើលោកសេដ្ឋីកូនគួរតែសន្សំប្រាក់ដែលបានរកបានហើយយកប្រាក់ទាំងអស់នោះទៅរកស៊ីកូននៅផ្ទះលោកសេដ្ឋីស្រាប់ហើយកូនគួរតែរៀនចំណេះពីលោកសេដ្ឋីដើម្បីចេញរកស៊ីនិយាយជាមួយពុកកាន់តែយូរទៅកាន់តែពិបាកចិត្តអញ្ចឹងខ្ញុំសូមទៅផ្ទះលោកសេដ្ឋីវិញហើយមិននៅនិយាយយូរទៅនាំតែខូចចិត្តតែប៉ុណ្ណោះបន្តិចក្រោយមកគាត់ក៏បានដើរមកដល់ផ្ទះលោកសេដ្ឋីនៅពេលនោះលោកសេដ្ឋីទើបតែនឹងមកពីដូរជំនួញតើយ៉ាងម៉េចមានបានធ្វើការងាររបស់ឯងដែរទេយើងបាត់ឯងមួយព្រឹកទើបតែពេលនេះទើបឃើញមុខតើឯងទើបមកពីណាទៅបាទលោកសេដ្ឋីខ្ញុំទើបតែនឹងមកពីផ្ទះលោកពុកតែប៉ុណ្ណោះក៏ព្រោះតែលោកពុកគាត់មិនស្រួលខ្លួនដូច្នេះខ្ញុំបានទៅមើលថែគាត់បន្តិចទៅណាលោកសេដ្ឋីធ្វើបែបនេះគឺត្រឹមត្រូវហើយប៉ុន្តែបើសិនជាឯងយកពេលវេលានោះធ្វើជាលេសមកចង់ធ្វើការងារហើយយកពេលវេលានោះទៅសម្រាកឯងពិតជាខុសអ្នកនៅទីនេះខំប្រឹងប្រែងធ្វើការងារដើម្បីសន្សំប្រាក់បាទលោកសេដ្ឋីតើនៅក្នុងថង់នេះមានមាសប្រាក់ច្រើនមែនទេលោកសេដ្ឋីទើបបានជាលោកសេដ្ឋីកាន់ថង់ធំបែបនេះវាមិនច្រើនទេវាគ្រាន់តែបន្តិចបន្តួចតែប៉ុណ្ណោះអញ្ចឹងឯងទៅធ្វើការងាររបស់ឯងទៅបើសិនជាអស់ការងាររបស់ឯងហើយឯងទៅសម្រាប់ទៅយើងមិនបង្ខំឡើយលោកសេដ្ឋីក៏បានឡើងលើផ្ទះរបស់គាត់ដើម្បីយកទ្រព្យសម្បត្តិរបស់គាត់យកទៅរក្សាទុកដែលគាត់ទើបតែនឹងមកពីដោះដូរជំនួញនៅថ្ងៃមួយដោយលោកសេដ្ឋីគាត់មិនបាននៅផ្ទះដោយគាត់បានរក្សាមាសប្រាក់របស់គាត់ទុកនៅក្បាលដំណេករបស់គាត់នៅពេលនោះនាយចយក៏បានចូលទៅបន្ទប់របស់លោកសេដ្ឋីដើម្បីលួចមាសប្រាក់លោកសេដ្ឋីតែប៉ុណ្ណឹងដឹងតែគ្រប់ទឹកជាមិនខានខ្ញុំនឹងខ្លាចទៅជាអ្នកមានទ្រព្យសម្បត្តិធូរធារហើយខ្ញុំក៏មិនមកបម្រើលោកសេដ្ឋីទៀតដែរតែប៉ុណ្ណឹងខ្ញុំនឹងបានប្រាក់ចាយអស់មួយជីវិតនៅពេលនោះនាយចយក៏បានយកមាសប្រាក់របស់លោកសេដ្ឋីហើយរត់ចាកចេញទៅតាមទ្វារបង្អួចនៅពេលនោះប្រពន្ធលោកសេដ្ឋីក៏បានមកដល់ទាន់ពេលជួយផងអ្នកណាក៏បានដែរជួយផងនៅពេលនេះអាចយបានរួចទ្រព្យសម្បត្តិរបស់យើងហើយអ្នកណាក៏បានដែរជួយផងបាទលោកសេដ្ឋីនេះតើលោកសេដ្ឋីនេះមានអ្វីមែនទេ
ខ្ញុំបានឮថាមានគេលួចទ្រព្យសម្បត្តិតើជាអ្នកណាទៅលោកសេដ្ឋីនេះវាបានលួចយកទៅបាត់ហើយយើងបានមកដល់ចំពេលដែលវាកំពុងតែលោតតាមបង្អួចចេញទៅខាងក្រៅពេលនេះប្រហែលជាដល់ផ្ទះរបស់វាបាត់ហើយម្នាក់នេះពិតជាថ្លង់ធំមែនមកធ្វើការបម្រើលោកសេដ្ឋីប៉ុន្តែបែរជាមានគំនិតលួចទ្រព្យសម្បត្តិលោកសេដ្ឋីទៅវិញខ្ញុំគិតថាมันអាចអត់ឱនឲ្យបានទេណាលោកសេដ្ឋីឯងប្រញាប់ទៅសាលាស្រុកជាមួយយើងនៅពេលនេះដើម្បីទៅហៅលោកបងឲ្យទៅជាមួយយើងដើម្បីទៅយកមាសប្រាក់ទ្រព្យសម្បត្តិទាំងអស់នោះយកមកវិញអញ្ចឹងសូមលោកសេដ្ឋីនេះរងចាំបន្តិចខ្ញុំទៅរៀបចំរទេះដើម្បីទៅនៅពេលនេះរងចាំបន្តិចណាលោកសេដ្ឋីនេះខ្ញុំរៀបចំរទេះសិនបន្តិចក្រោយមកនាយចយក៏បានយកមាសប្រាក់របស់លោកសេដ្ឋីមកដល់ផ្ទះរបស់ខ្លួនតើកូនបានប្រាក់ទាំងអស់នេះមកពីណាទៅហើយអ្វីបានជាច្រើនបែបនេះកូនឯងក៏ប្រាប់ណាថាកូនបានយកមាសប្រាក់ទាំងអស់នេះមកពីផ្ទះលោកសេដ្ឋីមែនហើយណាពុកខ្ញុំទៅតែនឹងលួចទ្រព្យសម្បត្តិលោកសេដ្ឋីប៉ុន្តែចំពេលដែលប្រពន្ធរបស់គាត់មកដល់ឃើញខ្ញុំតែម្ដងខ្ញុំខំតែគិតថាមិនមានអ្នកណាបានដឹងឡើយចប់ហើយកូនហើយអ្វីបានជាកូនឯងមានដៃជើងលួចរបស់លោកសេដ្ឋីបែបនេះកូនដឹងទេកូនធ្វើបែបនេះកូនប្រកាសជាមានទោសហើយណាកូនខ្ញុំមិនដឹងទេណាលោកពុកខ្ញុំស្មានតែផែនការរបស់ខ្ញុំបានសម្រេចប៉ុន្តែមិននឹកស្មានថាផែនការរបស់ខ្ញុំត្រូវបានរលាយវិញចប់ហើយខ្ញុំនៅពេលនេះបន្តិចទៀតលោកសេដ្ឋីនឹងមកដល់ជាមិនខានកូនឯងចប់ហើយពុកប្រាប់ហើយកុំឲ្យធ្វើជាមនុស្សបែបនេះប៉ុន្តែកូនឯងបែរជាមិនស្ដាប់ឡើយនៅពេលនោះលោកសេដ្ឋីក៏បានមកដល់ខាងមុខផ្ទះរបស់អ្នកទាំងពីរឯងឆាប់ចេញមកខាងក្រៅភ្លាមមកដោះស្រាយបញ្ហាជាមួយយើងដែលឯងជាអ្នកបង្កើតយើងរងចាំឯងនៅខាងមុខផ្ទះឯងឆាប់ចេញភ្លាមមកនៅពេលនេះលោកសេដ្ឋីបានមកដល់ហើយកូនប្រកាសជាមានរឿងរ៉ាវវែងឆ្ងាយជាមិនខានទេណាកូនគួរតែចេញទៅខាងក្រៅដោះស្រាយបញ្ហាសូមអង្វរគាត់ប្រកាសជាលើកលែងទោសឲ្យហើយអ្វីបានជាឯងមានចិត្តលួចទ្រព្យសម្បត្តិរបស់យើងគិតថាយកឯងទៅធ្វើការងារនៅផ្ទះរបស់យើងដោយយើងនឹងផ្ដល់ប្រាក់ខែឲ្យឯងប៉ុន្តែឯងបែរជាមានចិត្តលួចទ្រព្យសម្បត្តិយើងទៅវិញដោយសារតែខ្ញុំមិនចង់ធ្វើការងារបម្រើលោកសេដ្ឋីទៅខ្ញុំសម្រេចចិត្តថាលួចទ្រព្យសម្បត្តិរបស់លោកសេដ្ឋីដើម្បីយកធ្វើដើមទុនរកស៊ីឯងគិតថាធ្វើបែបនេះគឺត្រឹមត្រូវតើមែនទេឲ្យចុះឯងធ្វើការងារបម្រើនៅផ្ទះរបស់យើងវាថោកទាបណាស់តើមែនទេទើបបានជាឯងសម្រេចចិត្តធ្វើបែបនេះគ្រប់ការងារតែងតែមានតម្លៃជានិច្ចទោះបីជាការងារនោះមានប្រាក់ខែតិចក៏ដោយខ្ញុំសូមទោសជំនួសកូនប្រុសផងណាលោកសេដ្ឋីគ្រប់បែបយ៉ាងក៏ព្រោះតែខ្ញុំមិនចេះប្រដៅកូនឲ្យបានល្អទើបបានធ្វើឲ្យកូនមានដៃមានជើងលួចទ្រព្យសម្បត្តិលោកសេដ្ឋីបែបនេះមិនមែនជាកំហុសលោកបងទេគ្រប់យ៉ាងវាកើតចេញពីគំនិតកូនប្រុសលោកបងតែប៉ុណ្ណោះខ្ញុំមិនបន្ទោសលោកបងទេលោកបងជាឪពុកក៏មិនចង់ឃើញកូនបែបនេះលោកសេដ្ឋីឲ្យខ្ញុំសុំទោសក៏ព្រោះតែខ្ញុំលោភលន់ទៅខ្ញុំបានជាបណ្ដោយឲ្យខ្លួនឯងខ្លាចទៅជាមនុស្សបែបនេះក៏ព្រោះតែខ្ញុំមានចិត្តលោភលន់ទៅបានជាបណ្ដាលឲ្យខ្ញុំលួចទ្រព្យសម្បត្តិរបស់លោកសេដ្ឋីបែរហើយណាលោកសេដ្ឋីខ្ញុំសូមអង្វរទៅចោះរាល់ថ្ងៃនេះខ្ញុំចាស់ហើយមានកូនប្រុសតែមួយបើសិនជាលោកសេដ្ឋីចាប់បញ្ជូនគេឲ្យទៅសាលាស្រុកតើខ្ញុំរស់នៅជាមួយអ្នកណាទៅដោយយើងបានឃើញថាឯងមានការភ្ញាក់ខ្លួនឲ្យដឹងពីកំហុសរបស់ខ្លួនឯងដែលបានធ្វើយើងលើកលែងទោសឲ្យឯងជាលើកទី1ថ្ងៃក្រោយឯងមិនត្រូវធ្វើបែបនេះទៀតឡើយចំពោះអ្នកភូមិរបស់យើងខ្ញុំខុសហើយខ្ញុំសន្យាថាខ្ញុំមិនធ្វើរឿងរ៉ាវបែបនេះទៀតទេខ្ញុំនឹងកែប្រែខ្លួនហើយនឹងខំប្រឹងប្រែងធ្វើស្រែចម្ការសន្សំប្រាក់ខ្ញុំមិនធ្វើជាមនុស្សលួចរបស់អ្នកដទៃទៀតទេណាលោកសេដ្ឋីឯងត្រូវចាំថាទ្រព្យសម្បត្តិវាមានតម្លៃប៉ុន្តែបើសិនជាឯងលួចទ្រព្យសម្បត្តិរបស់អ្នកដទៃមកធ្វើជារបស់ខ្លួនឯងវាគ្មានតម្លៃអ្វីនោះទេហើយមិនយូរមិនឆាប់ទ្រព្យសម្បត្តិទាំងអស់នោះនឹងរលាយទៅវិញដោយសារតែវាជាទ្រព្យសម្បត្តិរបស់អ្នកដទៃខ្ញុំនេះពិតជាអរគុណណាលោកសេដ្ឋីដែលលោកសេដ្ឋីមានទឹកចិត្តដោះលែងកូនប្រុសរបស់ខ្ញុំ
ខ្ញុំសន្យាថាចាប់តាំងពីថ្ងៃនេះទៅកូនប្រុសខ្ញុំនឹងមិនធ្វើខ្លួនដោយកាលពីមុនឡើយគេនឹងមិនមានដៃជើងលួចរបស់អ្នកដទៃទៀតទេលោកសេដ្ឋីក៏បានលើកលែងទោសឲ្យហើយចាប់តាំងពីថ្ងៃនោះនាយចយក៏លែងលួចរបស់អ្នកដទៃដោយកាលពីមុនហើយខ្លួនក៏បានកែប្រែខំប្រឹងប្រែងធ្វើស្រែចម្ការបង្កើនផលជារៀងរហូតទៅមានបុរសម្នាក់ដែលមានឈ្មោះថាដេប៉ូគាត់គឺជាមនុស្សម្នាក់ដែលមានជីវភាពក្រីក្រប៉ុន្តែគាត់តែងតែរិះគន់អ្នកមានហើយតែងតែធ្វើចរិតជាអ្នកមានជានិច្ចទោះបីជាអ្នកភូមិបានដឹងថាគាត់ជាអ្នកក្រប៉ុន្តែគាត់នៅតែធ្វើចរិតដូចជាអ្នកមានលោកបងអើយលោកបងតើលោកបងឯងកំពុងតែហូបអ្វីហ្នឹងបានបាយហូបមិនមើលខ្ញុំដើរតាមផ្លូវតតែសោះនៅថ្ងៃនេះប្រពន្ធខ្ញុំបានទិញត្រីងៀតយកមកឲ្យហូបណាលោកបងហូបត្រីងៀតបែបហ្នឹងមានអារម្មណ៍ថាឆ្ងាញ់ម្យ៉ាងដែរណាលោកបងខ្ញុំវិញត្រីងៀតហូបមិនឆ្ងាញ់ទេហើយខ្ញុំក៏មិនចង់ហូបថែមទៀតក៏ព្រោះតែត្រីងៀតវាមិនឆ្ងាញ់ដូចជាគ្រឿងសមុទ្រខ្ញុំអត់មានលទ្ធភាពទិញគ្រឿងសមុទ្រហូបទេណាលោកបងអើយខ្ញុំមានលទ្ធភាពទិញតែត្រីងៀតតាមស្រែតែប៉ុណ្ណោះទិញសាច់ជ្រូកសាច់មាន់បន្តិចបន្តួចហូបលោកបងឯងវិញមានសំណាងហើយដែលបានហូបគ្រឿងសមុទ្រធម្មតាទេណាលោកបងអើយគេថាមនុស្សមិនអាចប្រជែងនឹងវាសនាមនុស្សបានទេដូចជាលោកបងឯងអញ្ចឹងហូបត្រីងៀតតែប៉ុណ្ណឹងប៉ុន្តែខ្ញុំវិញហូបដល់គ្រឿងសមុទ្រអញ្ចឹងលោកបងឯងដើរទៅណាមកណានឹងមិនទៅមើលស្រែចម្ការទេអីលោកបងរដូវនេះចាប់ផ្ដើមធ្វើស្រែចម្ការហើយណាលោកបងអើយចាំបាច់ទៅធ្វើស្រែអ្វីទៅលោកបងខ្ញុំធ្វើតែមួយឆ្នាំដេកចាយប្រាក់រហូតដល់10ឆ្នាំប្រាក់ច្រើនពេកបានមកពីការលក់ស្រូវចាយក៏មិនអស់អញ្ចឹងអត់ធ្វើតែម្ដងទៅខ្ញុំគិតថាដើរទៅមុខបន្តិចក្រែងបានជួបនឹងគ្រឿងសមុទ្រហើយទិញហូបគាត់បានធ្វើដំណើរទៅដល់ផ្ទះមួយកន្លែងចំពេលដែលផ្ទះនោះកំពុងតែទិញរថយន្តថ្មីមកចូលផ្ទះហេងសមាជិកថ្មីរកស៊ីមានបានហើយសូមឲ្យសុខសាន្តជារៀងរហូតទៅលោកពូសឿនទិញរថយន្តថ្មីបែបនេះអត់មានពិធីជប់លៀងទេអីលោកពូហើយខ្ញុំផងណាលោកពូពិធីជប់លៀងអីទៅបើប្រមូលប្រាក់ទិញរថយន្តថ្មីអស់ហើយនឹងដើម្បីដឹកបន្លាយយកទៅលក់នៅផ្សារដូច្នេះកម្មវិធីប្រហែលជាគ្មានទេណាក្មួយរថយន្តថ្មីមែនប៉ុន្តែមើលទៅតម្លៃក៏មិនថ្លៃខ្ញុំក៏មានបំណងទិញរថយន្តនៅឆ្នាំនេះដែរណាលោកពូចាំមើលទៅខ្ញុំនឹងទិញស៊េរីខ្ពស់ជាងលោកពូរាល់ថ្ងៃនេះដូចជាមិនធ្វើការងារអ្វីទេមានចំការស្រែដូចគេដែរប៉ុន្តែបែរជាមិនទៅធ្វើទុកឲ្យស្មៅដុះពេញហើយនិយាយថាចង់ទិញរថយន្តថ្មីតើបានប្រាក់មកពីណាទៅប្រាក់ខ្ញុំមិនខ្វះនោះទេខ្ញុំមិនមែនជាអ្នកអត់ឯណាលោកពូខ្ញុំគឺជាអ្នកមានហើយខ្ញុំក៏មានបំណងសាងសង់ផ្ទះថ្មីនៅតែម្នាក់ឯងថែមទៀតឲ្យដូចមាត់ផងទៅក៏បានតែនិយាយពេកក្រែងហូបបាយជាមួយនឹងអំបិលហើយដើរតាំងខ្លួនឯងជាអ្នកមានទាំងដែលខ្លួនឯងអត់មានអ្វីតតែសោះកាន់តែបានដៃមែនតែនហើយណាលោកពូត្រឹមតែរថយន្តប៉ុណ្ណឹងខ្ញុំទិញបានដោយខ្លួនឯងហើយផ្ទះក៏ខ្ញុំមានបំណងនឹងធ្វើដោយខ្លួនឯងលោកពូនិយាយមកមើងងាយខ្ញុំបាត់ហើយមិនយូរមិនឆាប់ខ្ញុំនឹងទិញរថយន្តថ្មីខ្ពស់ជាងស៊េរីលោកពូឯងហើយស្អាតជាងនេះចារឹកបែបនេះប្រហែលជាមិនអាចកែបានទេខ្លួនក្រមិនខិតខំប្រឹងប្រែងប៉ុន្តែបែរជារិះគន់អ្នកដទៃហើយតាំងខ្លួនឯងជាអ្នកមានគាត់បានធ្វើដំណើរមកដល់ផ្ទះវិញហើយកំពុងតែអង្គុយរិះគន់អ្នកដទៃត្រឹមតែរថយន្តថោកប៉ុន្តែបែរជានិយាយមើងងាយយើងទៅវិញចាំមើលទៅនៅពេលណាមួយយើងមានប្រាក់យើងនឹងទិញឲ្យអ្នកភូមិនេះមានការភ្ញាក់ផ្អើលប៉ុន្តែពេលនេះយើងមិនទាន់មានអីហូបទេគិតថាទៅដើរទៅមាត់ទឹកសុំត្រីអ្នកនៅទីនោះមួយពីរក្រែងបានហូបសិនគាត់បានធ្វើដំណើរមកដល់ទីកន្លែងមាត់ទឹកហើយក៏បានជួបនឹងអ្នកនេសាទលោកបងទាំងពីរតើលោកបងទាំងពីរមានត្រីដែរទេខ្ញុំសុំមួយពីរដើម្បីយកទៅឲ្យឆ្មាខ្ញុំហូបនៅពេលនេះ
ស្លាប់ហើយណាលោកបងខ្ញុំរកត្រីទម្រាំតែបានវាពិបាកណាស់ហើយលោកបងឯងចង់សុំយកទៅឲ្យឆ្មាហូបវិញខ្ញុំមិនឲ្យហូបទេលោកបងឯងក៏ហត់តែដឹងយកទៅអាំងហូបខ្លួនឯងប៉ុន្តែបែរជាទម្លាក់កំហុសលើឆ្មាបើខ្ញុំគិតថាលោកបងយកទៅហូបដោយខ្លួនឯងអត់ទេណាលោកបងខ្ញុំយកឲ្យឆ្មាខ្ញុំហូបតែប៉ុណ្ណោះខ្ញុំហូបតែគ្រឿងសមុទ្រដែលមានតម្លៃថ្លៃដូច្នេះខ្ញុំរកត្រីមួយពីរដើម្បីឲ្យឆ្មាហូបតែប៉ុណ្ណោះនិយាយក៏ហត់ទាំងរស់តែម្ដងហើយលោកបងឯងរាល់ថ្ងៃនេះមិនធ្វើការងារអ្វីផងតើបានប្រាក់មកពីណាទៅគិតតែដើររិះគន់អ្នកដទៃតែប៉ុណ្ណោះបើសិនជាលោកបងឯងមិនឲ្យមិនចាំបាច់និយាយច្រើនទេហើយកុំនិយាយមើលងាយខ្ញុំអីលោកបងឯងទាំងពីរនាក់ត្រឹមតែជាអ្នករកត្រីតែប៉ុណ្ណោះបានត្រឹមមួយរស់មិនដឹងថ្ងៃណាបានកើតទៅជាអ្នកមានទោះបីខ្ញុំទាំងពីរនាក់មិនដឹងថាថ្ងៃណាខ្លាចទៅជាអ្នកមានក៏គ្រាន់បើជាលោកបងឯងដើរទៅរិះគន់អ្នកដទៃហើយតាំងខ្លួនឯងគឺជាអ្នកមានយើអ្នកទាំងពីរហ៊ាននិយាយបែបនេះដាក់យើងផងតើមែនទេនៅថ្ងៃនេះយើងនឹងឲ្យអ្នកទាំងពីរស្គាល់ស្នាដៃយើងជាមិនខានស្មានតែយើងទាំងពីរអ្នកខ្លាចមែនទេរងចាំបានគ្រប់ពេលអាយយឈឺណាស់លោកអើយអាពីរអ្នកនោះវាពិតជាមិនបធូរដៃតតែសោះសំណាងហើយដែលយើងត្រូវរបួសតែប៉ុណ្ណឹងឮថាលោកបងឯងបានឆ្លុះគ្នាជាមួយនឹងអ្នករកត្រីមែនទេលោកបងនឹងហើយឲ្យនិយាយប្រយ័ត្នបន្តិចប៉ះគេអ្នកខ្លាំងគឺបែបនឹងហើយពួកគេទាំងពីរអ្នកធ្វើបាបខ្ញុំប៉ុន្តែខ្ញុំក៏បានប្រដៅវិញដោយម្នាក់ទទួលរងខ្លាំងជាងខ្ញុំទៅទៀតនៅនិយាយអួតថែមទៀតពួកគេទាំងពីរអ្នកនោះខ្ញុំមើលទៅដូចជាមិនត្រូវអ្វីផងចំណែកលោកបងឯងវិញត្រូវពេញខ្លួនតែម្នាក់ឯងចាំមើលទៅខ្ញុំនឹងជួលបងធំបងតូចឲ្យសំពងអាពីរអ្នកនោះជាមិនខានឲ្យពួកគេស្គាល់រសជាតិថ្ងៃក្រោយកុំឲ្យមានរឿងជាមួយនឹងខ្ញុំទៀតខ្ញុំគិតថាលោកបងឯងទុកប្រាក់ទិញថ្នាំព្យាបាលខ្លួនឯងទៅឬមួយទុកប្រាក់ទៅធ្វើចំការស្រែវិញវាប្រសើរជាងកុំប្រឹងដើរនិយាយអួតលយពេកមើលផ្ទះលោកបងឯងទៅមួយថ្ងៃដើរទៅទើសអ្នកដទៃតែប៉ុណ្ណោះទាំងដែលខ្លួនឯងមានជីវភាពមិនធូរធារដូចជាគេផងនឹងខ្ញុំបានប្រាប់ហើយបន្តិចទៀតខ្ញុំនឹងសាងសង់ផ្ទះថ្មីធំជាងនេះហើយខ្ញុំនឹងទិញរថយន្ត2 3ដាក់ខាងមុខផ្ទះដល់ពេលនោះអ្នកភូមិប្រកាសជាមានការភ្ញាក់ផ្អើលមើលទៅលោកបងឯងមិនចោលចរិតនឹងទេខ្លួនក្រប៉ុន្តែបែរជានិយាយអួតហើយធ្វើចរិតជាអ្នកមានថែមទៀតខ្ញុំត្រូវតែលក់ចំការនេះដើម្បីបានប្រាក់ទិញរបស់ទំនើបប្រើប្រាស់មិនឲ្យចាញ់អ្នកភូមិហើយខ្ញុំនឹងសាងសង់ផ្ទះថ្មីដើម្បីរស់នៅឮថាដេប៉ូចង់លក់ចំការតើមែនទេតើលក់ចំការនេះបានប្រាក់យកទៅធ្វើអ្វីបើលក់បាត់តើបានអ្វីធ្វើបន្តទៀតគឺខ្ញុំចង់លក់ចំការនេះដើម្បីទិញរបស់ប្រើប្រាស់ឲ្យអ្នកភូមិទាំងអស់គ្នាគិតថាខ្ញុំជាអ្នកមានហើយខ្ញុំនឹងរស់នៅលើមាសប្រាក់ដែលខ្ញុំបានមកពីការលក់ចំការនេះបើសិនជាពេលដែលចាយប្រាក់អស់តើលក់ចំការនេះហើយតើបានប្រាក់មកពីណាចាយវាបន្តទៀតទៅនៅពេលដែលបានលក់ចំការនេះបានប្រាក់អស់ដល់ពេលនោះខ្ញុំលក់ស្រែបន្ថែមទៀតខ្ញុំនឹងបានប្រាក់ចាយបន្តទៀតហើយណាលោកមេភូមិបើសិនជាបែបនឹងមែនមានតែបំផ្លាញខ្លួនឯងតែប៉ុណ្ណោះខ្ញុំដឹងថាដេប៉ូរាល់ថ្ងៃនេះមានចរិតជាអ្នកមានទាំងដែលខ្លួនឯងជាអ្នកក្រក៏ព្រោះតែការចរណៃនឹងអ្នកភូមិឃើញគេអ្នកភូមិមានរបស់ប្រើប្រាស់ទំនើបជាងខ្លួនទើបបានជាធ្វើឲ្យខ្លួនឯងខំប្រឹងដើរអួតទាំងអត់មានអ្វីនៅក្នុងខ្លួនលោកមេភូមិចង់បន្ទោសខ្ញុំតើមែនទេខ្ញុំចង់លក់ឬមួយក៏យ៉ាងម៉េចវាជាសិទ្ធិខ្ញុំតែប៉ុណ្ណោះមិនមែនជារបស់លោកមេភូមិទេខ្ញុំដឹងថាមិនមែនជារបស់ខ្ញុំប៉ុន្តែខ្ញុំគ្រាន់តែនិយាយដាស់តឿនតែប៉ុណ្ណោះក៏ព្រោះតែការចង់បានឲ្យអ្នកដទៃសរសើរប៉ុន្តែបែរជាមិនខិតខំប្រឹងប្រែងរកស៊ីលក់ដូរបែរជាមកលក់ដីចំការរបស់ខ្លួនឯងឲ្យអ្នកភូមិគេសរសើរទៅវិញវាកំពុងតែធ្វើបាបខ្លួនឯងជាងគួរតែយកពេលវេលាទៅធ្វើស្រែចំការមិនយូរមិនឆាប់នឹងបានប្រាក់ហើយដល់ពេលនោះចង់ទិញអ្វីក៏បានគឺលោកមេភូមិនិយាយបែបនេះចំបេះដូងខ្ញុំតែម្ដងដោយសារតែខ្ញុំចង់ឲ្យអ្នកភូមិកោតសរសើរទើបខ្ញុំខំប្រឹងអួតទាំងដែលខ្លួនឯងអត់មានអី
ប៉ុន្តែមិនអីទេលោកមេភូមិចាប់តាំងពីថ្ងៃនេះទៅខ្ញុំឈប់អួតទៀតហើយខ្ញុំនឹងយកពេលវេលាស្វែងរកការងាររកស៊ីវិញម្ដងណាលោកមេភូមិមានបុរសម្នាក់បានដើរចូលព្រៃដើម្បីរកបន្លែព្រៃនៅពេលនោះគាត់ក៏បានជួបនឹងស្វាពណ៌មាសដែលកំពុងតែជាប់អន្ទាក់ជួយផងសូមអ្នកជួយខ្ញុំឲ្យចេញពីអន្ទាក់នេះផងទៅនៅពេលនេះខ្ញុំកំពុងតែជាប់អន្ទាក់របស់ព្រានហើយសូមអ្នកជួយខ្ញុំផងទៅហើយអ្វីបានជាអ្នកជាប់អន្ទាក់បែបនេះអ្នកដឹងទេអន្ទាក់នេះវាគឺជារបស់អ្នកភូមិខ្ញុំដែលមកដាក់នៅទីនេះបើខ្ញុំជួយអ្នកឲ្យចេញពីអន្ទាក់អ្នកភូមិរបស់ខ្ញុំប្រកាសជាមានរឿងជាមិនខានអ្នកអើយជីវិតរបស់អ្នកណាក៏ចង់រស់ដែរហើយអ្វីបានជាអ្នកបញ្យល់ពីអារម្មណ៍ខ្ញុំបែបនេះខ្ញុំគឺជាសត្វរស់នៅក្នុងព្រៃរកស៊ីតាមព្រៃភ្នំហើយក៏មិនដឹងថាទីនេះមានអន្ទាក់ព្រានសូមអ្នកជួយខ្ញុំឲ្យចេញផុតពីទីនេះផងទៅខ្ញុំបានយល់ពីការលំបាកអ្នកនៅពេលនេះប៉ុន្តែបើខ្ញុំជួយអ្នកខ្ញុំនឹងមានរឿងរ៉ាវដកខ្លួនរបស់ខ្លួនឯងហើយប៉ុន្តែបើខ្ញុំមិនជួយអ្នកទេអ្នកនឹងត្រូវស្លាប់វេទនាជាទីបំផុតបានសិនជាការជួយរបស់អ្នកឲ្យខ្ញុំចេញពីការលំបាកនេះធ្វើឲ្យអ្នកមានការលំបាកដល់ខ្លួនសូមអ្នកកុំជួយខ្ញុំអីអ្នកដើរទៅផ្លូវរបស់អ្នកទៅមិនអីទេអ្នកខ្ញុំនឹងជួយឲ្យអ្នកបានចាក់ចេញពីទីនេះហើយអ្នកមិនត្រូវមកទីនេះទៀតទេខ្លាចជាប់អន្ទាក់ព្រានព្រៃនៅពេលណាមួយនៅពេលនោះធីសែនក៏បានដោះលែងស្វាពណ៌មាសឲ្យចេញពីអន្ទាក់ខ្ញុំនឹងតបស្នងសងគុណទៅអ្នកវិញនៅពេលណាមួយបើសិនជាថ្ងៃណាមួយអ្នកចង់ឲ្យខ្ញុំជួយអ្វីខ្ញុំនឹងជួយអ្នកវិញដោយការពេញចិត្តមិនអីទេគ្រាន់តែអ្នកកុំដើរជាប់អន្ទាក់ព្រានព្រៃថ្ងៃខាងមុខទៀតទៅបានហើយបើសិនជាថ្ងៃក្រោយអ្នកជាប់អន្ទាក់ព្រានព្រៃទៀតខ្ញុំមិនបានមកដល់ទាន់ពេលអ្នកប្រកាសជាពិបាកហើយបើសិនជាអ្នកចង់ជួបខ្ញុំឬមួយអ្នកចង់ឲ្យខ្ញុំជួយនៅថ្ងៃខាងមុខចូលអ្នកឡើងលើភ្នំដែលខ្ពស់ជាងគេហើយស្រែកហៅខ្ញុំនឹងនៅទីនោះហើយខ្ញុំនឹងចេញមកជួបអ្នកបន្ទាប់ពីនិយាយរួចស្វាពណ៌មាសក៏បានធ្វើដំណើរឡើងលើភ្នំទាំងប្រញាប់ដោយខ្លាចព្រានព្រៃមកដល់ទាន់ពេលនៅពេលល្ងាចក៏បានមកដល់ធីសែនក៏បានធ្វើដំណើរមកផ្ទះវិញចប់តែម្ដងហើយមិនដឹងថាអ្នកណាទេដែលបានទៅដោះអន្ទាក់របស់យើងបើតាមយើងគិតអន្ទាក់នោះប្រកាសជាបានជាប់សត្វស្វាជាមិនខានមែនហើយណាសុធីតើឯងបានឃើញអ្នកណាបានដោះអន្ទាក់របស់យើងដែរទេយើងមិនដឹងថាអ្នកណាឡើយបានទៅដោះអន្ទាក់របស់យើងខ្ញុំអត់បានដឹងទេខ្ញុំគ្រាន់តែរកបន្លែព្រៃនៅជើងភ្នំតែប៉ុណ្ណោះហើយខ្ញុំក៏មិនបានទៅដល់កន្លែងអន្ទាក់អ្នកទាំងពីរដែរកំពុងតែគិតថានឹងបានស្វាមួយដើម្បីយកទៅលក់ឲ្យក្រុមឈ្មួញប៉ុន្តែមិននឹកស្មានថាត្រូវជន់មកស្គាល់មុខទៅដោះអន្ទាក់យើងបានមុនតតែសោះនឹកឃើញក្តៅភ្លាមតែម្ដងចាំមើលទៅកុំឲ្យយើងដឹងថាជាអ្នកណាដែលលួចដោះសត្វរបស់យើងបើយើងដឹងយើងនឹងឲ្យគេសងវិញមួយគុណនឹង10អញ្ចឹងអ្នកទាំងពីរខ្ញុំសូមទៅផ្ទះសិនហើយដោយសារតែថ្ងៃនេះខ្ញុំរកបន្លែព្រៃបានតិចតែប៉ុណ្ណោះអញ្ចឹងខ្ញុំទៅសិនហើយមើលទៅដូចជាចម្លែកយ៉ាងម៉េចទេគ្រាន់តែយើងនិយាយរឿងដោះអន្ទាក់ភ្លាមស្រាប់តែចន្ទធីគេដូចជាមិនសប្បាយចិត្តហើយដូចកើតទុកតើមានរឿងអ្វីទៅនេះប្រហែលគេមិនសប្បាយចិត្តទេដឹងដោយសារតែថ្ងៃនេះទើបតែនឹងមករកបន្លែព្រៃហត់ហើយយើងសួរនាំគេច្រើនទៀតមែនហើយអញ្ចឹងយើងធ្វើដំណើរទៅដាក់អន្ទាក់ទៀតទៅថ្ងៃនេះយើងប្រកាសជាបានជាប់សត្វព្រៃបន្តទៀតបើនៅតែពិបាកចិត្តក៏មិនបានអ្វីមកវិញដែរចំណែកលោកសេដ្ឋីគាត់តែងតែមានជំងឺចាស់របស់គាត់ដោយពេលខ្លះគាត់ត្រូវបានសន្លប់ពេញមួយថ្ងៃដោយមិនដឹងពីមូលហេតុហើយលោកគ្រូពេទ្យក៏រកថ្នាំព្យាបាលគ្រប់បែបយ៉ាងប៉ុន្តែមិនអាចព្យាបាលបានលោកគ្រូពេទ្យបាននិយាយថាលោកបងត្រូវតែទៅរកទឹកដោះស្វាពណ៌មាសដើម្បីជួយសង្គ្រោះជីវិតលោកបងបើមិនដូច្នេះទេថ្ងៃខាងមុខលោកបងនឹងក្លាយទៅជាមនុស្សរុក្ខជាតិជាមិនខានតើត្រូវទៅរកទឹកដោះស្វាពណ៌មាសនៅទីណាទៅរាល់ថ្ងៃនេះមិនមានស្វាពណ៌មាសនោះទេមានតែស្វាធម្មតាតែប៉ុណ្ណោះលោកគ្រូពេទ្យបានប្រាប់បែបនេះដូច្នេះខ្ញុំនឹងទៅបញ្ជាឲ្យកូនចៅទៅប្រកាសប្រាប់គេគ្រប់គ្នាអ្នកណាដែលអាចរកទឹកដោះស្វាពណ៌មាសមកសង្គ្រោះជីវិតលោកបងបានជីវិតនេះហើយអ្វីបានជាជួបរឿងរ៉ាវបែបនេះ
ហើយអ្វីបានខ្ញុំមានជំងឺខុសគេខុសឯងបែបនេះពេលខ្លះខ្ញុំសន្លប់ពេញមួយថ្ងៃហើយពេលខ្លះទៀតក៏សន្លប់ពេញមួយអាទិត្យមិនអីទេណាលោកបងខ្ញុំជឿជាក់ថាប្រកាសជាមានវិធីអាចដោះស្រាយបានលោកបងសម្រាប់សិនទៅខ្ញុំនឹងទៅប្រាប់អ្នកបម្រើឲ្យទៅប្រកាសប្រាប់អ្នកភូមិនៅពេលនេះសង្ឃឹមថានឹងមានស្វាពណ៌មាសនៅមានជីវិតឲ្យអាចរកទឹកដោះស្វាពណ៌មាសមកសង្គ្រោះជីវិតខ្ញុំបានផងទៅកូនចៅរបស់លោកសេដ្ឋីក៏បានយករឿងរ៉ាវទាំងអស់នេះទៅនិយាយប្រាប់អ្នកភូមិឲ្យបានដឹងហើយអ្នកភូមិគ្រប់គ្នាតែងតែមានបំណងចង់ទៅរកស្វាពណ៌មាសដើម្បីយកទឹកដោះស្វាពណ៌មាសមកសង្គ្រោះលោកសេដ្ឋីរហូតបានលឺដល់ធីសែនបើសិនជាទឹកដោះស្វាពណ៌មាសអាចសង្គ្រោះជីវិតលោកសេដ្ឋីបានខ្ញុំត្រូវតែឡើងលើភ្នំដើម្បីទៅជួបស្ដេចស្វាពណ៌មាសឲ្យសុំទឹកដោះឲ្យដល់ពេលនោះខ្ញុំអាចនឹងយកសង្គ្រោះជីវិតលោកសេដ្ឋីបានហើយបន្ទាប់ពីបានគិតបែបនេះរួចធីសែនក៏បានធ្វើដំណើរឡើងលើភ្នំទាំងប្រញាប់ដើម្បីទៅរកទឹកដោះស្វាពណ៌មាសមកសង្គ្រោះលោកសេដ្ឋីនៅពេលដែលបានទៅដល់លើភ្នំធីសែនក៏បានជួបនឹងស្វាពណ៌មាសហើយក៏បាននិយាយរៀបរាប់តាមដំណើររឿងប្រាប់ស្វាពណ៌មាសឲ្យបានដឹងអ្នកពិតជាមានចិត្តក្លាហានមែនអ្នកដឹងទេនៅលើភ្នំនេះសម្បូរទៅដោយសត្វសាហាវជាច្រើនប៉ុន្តែអ្នកបែរជាមិនខ្លាចហើយមកទីនេះទៀតលោកសេដ្ឋីគាត់ជាអ្នកមានគុណរបស់ខ្ញុំនិងអ្នកភូមិរាល់ថ្ងៃពឹងផ្អែកលើលោកសេដ្ឋីរកស៊ីតែប៉ុណ្ណោះបើសិនជាថ្ងៃណាមួយអត់ពីគាត់ទៅអ្នកភូមិប្រកាសជាពិបាកក្នុងការងាររកស៊ីដោយសារតែអ្នកគិតពីសុខទុក្ខអ្នកភូមិនិងជីវិតរបស់លោកសេដ្ឋីទៅបានជាជំរុញឲ្យអ្នកហ៊ានមកជួបខ្ញុំដល់ទីនេះមិនអីទេចាំខ្ញុំនឹងឲ្យទឹកដោះរបស់ខ្ញុំយកទៅសង្គ្រោះជីវិតរបស់លោកសេដ្ឋីខ្ញុំពិតជាអរគុណណាស់ស្វាពណ៌មាសដែលអ្នកព្រមជួយជីវិតលោកសេដ្ឋីក៏ដូចជាជួយជីវិតរបស់អ្នកភូមិខ្ញុំពិតជាអរគុណនៅទឹកចិត្តរបស់អ្នកនេះគឺជាអ្វីដែលខ្ញុំអាចជួយអ្នកបាននៅពេលនេះសូមអ្នកកុំបារម្ភអីខ្ញុំនឹងជួយអ្នកកាលពីមុនអ្នកជួយខ្ញុំឲ្យចេញពីអន្តរព្រានកាលពីថ្ងៃមុនអញ្ចឹងខ្ញុំនឹងជួយអ្នកវិញនៅពេលនេះសូមអ្នកយកអ្វីមកដើម្បីដាក់ទឹកដោះរបស់ខ្ញុំយកទៅសង្គ្រោះជីវិតលោកសេដ្ឋីនៅពេលនេះទៅបន្ទាប់មកស្វាពណ៌មាសក៏បានផ្ដល់ទឹកដោះរបស់ខ្លួនឲ្យទៅធីសែនដើម្បីយកទៅសង្គ្រោះជីវិតលោកសេដ្ឋីបន្ទាប់ពីធីសែនបានយកទឹកដោះស្វាពណ៌មាសទៅសង្គ្រោះជីវិតលោកសេដ្ឋីហើយអ្នកភូមិក៏មានការអបអរសាទរយ៉ាងខ្លាំងរហូតដល់ថ្ងៃមួយលោកសេដ្ឋីក៏បានមករកធីសែនដល់ផ្ទះរបស់គាត់លោកសេដ្ឋីហើយអ្វីបានជាលោកសេដ្ឋីមកដល់ផ្ទះរបស់ខ្ញុំស្ងាត់បែបនេះខ្ញុំអត់មានអីត្រៀមទទួលលោកសេដ្ឋីទេយើងមកនេះគឺដើម្បីអរគុណឯងដែលបានជួយសង្គ្រោះជីវិតយើងឲ្យរួចផុតពីគ្រោះថ្នាក់រហូតដល់ពេលនេះយើងបានជាខ្ញុំបានឃើញលោកសេដ្ឋីបានជាបែបនេះខ្ញុំពិតជាសប្បាយចិត្តខ្ញុំពិតជារីករាយណាស់លោកសេដ្ឋីនៅពេលដែលលោកសេដ្ឋីបានដូចដើមវិញដើម្បីជាការអរគុណដែលអាចជួយសង្គ្រោះជីវិតយើងបានយើងសូមយកឯងទៅរស់នៅជាមួយយើងតើបានទេយើងនឹងផ្ដល់ការងារឲ្យធ្វើនៅផ្ទះរបស់យើងប្រៀបដូចជាកូនចៅយើងអញ្ចឹងតើជាការពិតមែនទេលោកសេដ្ឋីខ្ញុំពិតជាអរគុណលោកសេដ្ឋីដែលលោកសេដ្ឋីបានប្រគល់ឱកាសនេះឲ្យខ្ញុំបានទៅរស់នៅឲ្យបម្រើការងាររបស់លោកសេដ្ឋីយើងវិញទេដែលត្រូវអរគុណឯងដែលបានជួយសង្គ្រោះជីវិតយើងបែបនេះចាប់តាំងពីថ្ងៃនេះទៅឯងទៅរស់នៅជាមួយយើងជារៀងរហូតទៅប្រៀបដូចជាកូនចៅយើងលោកសេដ្ឋីក៏បាននាំធីសែនទៅរស់នៅផ្ទះរបស់គាត់ដោយគាត់ឲ្យធីសែនបម្រើធ្វើការងារនៅផ្ទះរបស់គាត់រហូតដល់គាត់បាត់បង់ជីវិតទាំងប្តីទាំងប្រពន្ធហើយធីសែនក៏បានឡើងធ្វើជាសេដ្ឋីបន្តពីលោកសេដ្ឋីមានសេដ្ឋីនេះម្នាក់ដែលគាត់មានកូនប្រុសតែមួយហើយកូនប្រុសរបស់គាត់ក៏បានរៀបការជាមួយនារីក្រីក្រកំព្រាម្នាក់យកមកធ្វើជាប្រពន្ធធ្វើឲ្យសេដ្ឋីនេះគាត់មិនពេញចិត្តហើយគាត់តែងតែមានគំនិតអាក្រក់ចង់បំបែកបំបាក់គ្រួសាររបស់កូនម៉ែគិតថាកូនគួរតែលែងលះប្រពន្ធចោលទៅនាងមិនចេះធ្វើអ្វីទេណាកូនមួយថ្ងៃគិតតែមាយាដាក់កូននឹងហើយម៉ែពិតជាមិនចង់បានកូនប្រសាបែបនេះទេកក្កដានាងគឺជានារីដែលខ្ញុំពេញចិត្តម៉ែនាងគឺជាកូនប្រសាដ៏ល្អសម្រាប់ម៉ែប៉ុន្តែហេតុអ្វីបានជាម៉ែតែងតែមានបំណងចង់ឲ្យខ្ញុំលែងលះនេះបែបនេះ
ម៉ែនិយាយតាមត្រង់ទៅម៉ែមិនពេញចិត្តនាងកក្កដាត្រង់នាងជាកូនកំព្រាហើយថែមទាំងជាកូនអ្នកក្រីក្រកូនប្រសាម៉ែស័ក្តិសមគឺជាកូនអ្នកមានមិនមែនជាកូនអ្នកក្របែបនេះទេណាកូនខ្ញុំមិនយល់ពីម៉ែតតែសោះរាល់ថ្ងៃគ្រួសារយើងមានទ្រព្យសម្បត្តិធូរធារប៉ុន្តែម៉ែនៅតែចង់បានកូនប្រសាជាកូនអ្នកមានទៀតម៉ែមិនពេញចិត្តនឹងទ្រព្យសម្បត្តិតែកំពុងតែមានរាល់ថ្ងៃទេមែនទេម៉ែមិនតន់ពេញចិត្តទេណាកូនម៉ែចង់បានទ្រព្យសម្បត្តិឲ្យគ្រួសារយើងធូរធារជាងនេះដូច្នេះកូនគួរតែលែងលះនាងកក្កដាចោលទៅឲ្យប្រាក់វាបន្តិចបន្តួចចាប់ដើមជីវិតថ្មីហើយកូនយកកូនក្រមុំលោកបេភូមិមកធ្វើជាប្រពន្ធវិញខ្ញុំសូមទោសផងណាម៉ែខ្ញុំមិនអាចធ្វើតាមការចង់បានរបស់ម៉ែបានទេចំពោះកក្កដានាងគឺជាមនុស្សសំខាន់ហើយខ្ញុំក៏មិនធ្វើការតាមការចង់បានរបស់ម៉ែដោយការលែងលះគ្នាដែរម៉ែគួរតែបញ្ឈប់ចិត្តទាំងអស់នោះចោលទៅម៉ែពិតជាខ្មាស់អ្នកភូមិខ្លាំងណាស់ដែលម៉ែមានកូនប្រុសតែមួយហើយមិនសមតាមបំណងម៉ែទៀតម៉ែយល់ព្រមតាមកូនគ្រប់បែបយ៉ាងទាំងអស់សូមត្រឹមតែកូនលែងលះជាមួយនឹងកក្កដាហើយរៀបការជាមួយនឹងប្រពន្ធថ្មីទៅមើលទៅប្រហែលជាព្រឹកនេះខ្ញុំនិយាយជាមួយម៉ែមិនមានរឿងអ្វីក្រៅពីរឿងនេះទេអញ្ចឹងខ្ញុំគិតថាសូមឡើងលើផ្ទះព្រោះតែពេលរសៀលខ្ញុំត្រូវទៅទិញក្របីដូច្នេះខ្ញុំសូមសម្រាកសិនហើយខ្ញុំត្រូវតែធ្វើគ្រប់បែបយ៉ាងទាំងអស់ដើម្បីឲ្យកូនប្រុសខ្ញុំលែងលះជាមួយនាងកក្កដាឲ្យតតែបានទោះបីជាប្រើវិធីអ្វីក៏ដោយមែនហើយខ្ញុំនឹកឃើញវិធីមួយធានាថាកូនប្រុសខ្ញុំនឹងស្អប់នាងកក្កដាជាក់ជាមិនខាននៅលើផ្ទះកក្កដាកំពុងតែជូតផ្ទះបងពិសាបាយរួចហើយឬណៃខ្ញុំបានស្ងោរជ្រូកមាន់សម្រាប់បងហើយនឹងម៉ែបើសិនជាបងពិសាបាយរួចហើយបងទៅសម្រាប់ទៅព្រោះតែពេលរសៀលបងត្រូវតែទៅទិញក្របីបងបានហូបបាយរួចហើយម៉ែក៏បានហូបបាយរួចដែរនេះតើអូនហត់ដែរទេតែរាល់ថ្ងៃម៉ែតែងតែរករឿងអូនជានិច្ចតើអូនដែរខឹងនឹងគាត់ដែរទេខ្ញុំមិនហត់ទេណាបងហើយខ្ញុំក៏មិនដែលខឹងនឹងគាត់ដែរខ្ញុំដឹងថាខ្ញុំគឺជាអ្នកណាមកពីណាហើយបងគឺជាកូនសេដ្ឋីបងមកបន្ទាបខ្លួនយកខ្ញុំធ្វើជាប្រពន្ធអ្នកម៉ែប្រកាសជាមិនពេញចិត្តប៉ុន្តែសម្រាប់បងវិញមិនដែលគិតថាអូនគឺជាអ្នកណាទេបងគិតត្រឹមថាអូនគឺជាប្រពន្ធដ៏ល្អសម្រាប់បងហើយជាប្រពន្ធដែលគោរពប្តីនិងឲ្យតម្លៃប្តីបងសង្ឃឹមថាថ្ងៃណាមួយម៉ែនឹងបើកចិត្តទទួលយកអូនធ្វើជាកូនប្រសារគាត់ខ្ញុំក៏តែងតែសង្ឃឹមបែបនេះដែរនៅពេលថ្ងៃណាមួយម៉ែនឹងទទួលយកខ្ញុំធ្វើជាកូនប្រសារទោះបីជាពេលនេះគាត់មិនទាន់ទទួលយកខ្ញុំធ្វើជាកូនប្រសារគាត់ប៉ុន្តែនៅក្នុងបេះដូងខ្ញុំទុកគាត់ជាម្ដាយក្មេងទ្រាំបន្តិចទៅប្រហែលជាពេលវេលានៅមិនទាន់មកដល់នៅថ្ងៃណាមួយពេលវេលាអាចនឹងមកដល់ជាក់ជាមិនខានដល់ពេលនោះអូនប្រកាសជាត្រូវគាត់ទទួលស្គាល់ដល់ពេលនោះអូននឹងមិនពិបាកដូចជាពេលនេះគាត់រករឿងអូនទៀតហើយបងសន្យាថានឹងការពារអូនបងមិនព្រមឲ្យគាត់ធ្វើបាបអូនបាទទេខ្ញុំពិតជារំភើបចិត្តណាស់នៅពេលដែលខ្ញុំមានស្វាមីយកចិត្តទុកដាក់ចំពោះប្រពន្ធបែបនេះខ្ញុំពិតជារំភើបចំណែកលោកសេដ្ឋីនេះក៏បានមកដល់ទីកន្លែងកម្មករកំពុងតែធ្វើការតើលោកសេដ្ឋីនេះមានកិច្ចការអ្វីមែនទេទើបបានជាមកដល់កន្លែងខ្ញុំធ្វើការបែបនេះលោកសេដ្ឋីនេះមានការងារអ្វីចង់ប្រើខ្ញុំទៅយើងមានកិច្ចការមួយឲ្យឯងធ្វើបើឯងធ្វើកិច្ចការនេះបានសម្រេចយើងនឹងឲ្យរង្វាន់ឯងយ៉ាងច្រើនតើជាកិច្ចការអ្វីទៅលោកសេដ្ឋីនេះខ្ញុំអាចធ្វើបានគ្រប់យ៉ាងទាំងអស់សូមលោកសេដ្ឋីនេះដាក់ការងារឲ្យខ្ញុំធ្វើនៅពេលនេះមកនៅពេលរសៀលកូនប្រុសយើងគេបានចេញទៅទិញក្របីដូច្នេះឯងត្រូវតែលួចចូលបន្ទប់របស់នាងកក្កដាហើយត្រូវតែធ្វើសកម្មភាពកំពុងតែដេកជាមួយនាងយើងនឹងដាក់ថ្នាំនៅក្នុងកែវទឹកដើម្បីឲ្យនាងកក្កដាវាសន្លប់ហើយឯងចាត់ការទៅធ្វើដូចជាកំពុងមានស្នេហាជាមួយនាងហើយយើងនឹងឲ្យគេហៅកូនប្រុសយើងមកឲ្យទាន់ហេតុការណ៍នៅក្នុងពេលនោះចុះបើសិនជាពេលនោះខ្ញុំធ្វើបានសម្រេចហើយអ្នកប្របានបញ្ជាឲ្យកូនចៅយកខ្ញុំទៅសម្លាប់ខ្ញុំប្រកាសជាត្រូវស្លាប់ជាក់ជាមិនខានផែនការនេះដូចជាគ្រោះថ្នាក់ពេកហើយសម្រាប់ខ្ញុំដល់ពេលនោះយើងនឹងការពារឯងមិនឲ្យកូនប្រុសយើងសម្លាប់ឯងទេឯងគ្រាន់តែធ្វើតាមផែនការរបស់យើងទៅលួចចូលទៅក្នុងបន្ទប់នៅពេលដែលនាងកក្កដាវាសន្លប់ឯងក៏ឡើងលើគ្រែហើយដេកជិតនាងធ្វើដូចជាកំពុងតែមានស្នេហាទៅបាទលោកសេដ្ឋីនេះខ្ញុំនឹងធ្វើឲ្យបានល្អលោកសេដ្ឋីនេះធានាតែសុវត្ថិភាពខ្ញុំទៅខ្ញុំអាចសម្ដែងបានដល់ពេលនោះយើងនឹងឲ្យប្រាក់មួយចំនួនដើម្បីឲ្យឯងចេញរកស៊ីដោយខ្លួនឯងជីវិតឯងនឹងចាប់ផ្ដើមប្រសើរជាងពេលនេះ
ខ្ញុំពិតជាអរគុណណាស់ខ្ញុំធានាថានឹងចាត់ការឲ្យបានល្អលោកសេដ្ឋីនេះរងចាំតែដំណឹងល្អទៅនៅខាងមុខផ្ទះកាកដាកំពុងតែបោះសម្អាតនេះតើហត់ដែរទេកូនហូបទឹកសិនទៅម៉ែយកមកឲ្យកូនព្រោះតែកូនកំពុងតែធ្វើការហត់ចាម៉ែអរគុណច្រើនម៉ែដឹងថាកន្លងមកម៉ែតែងតែធ្វើអាក្រក់ដាក់កូនទាំងតែកូនគឺជាកូនប្រសាដែលល្អបំផុតដូច្នេះចាប់ពីថ្ងៃនេះទៅម៉ែនឹងយកចិត្តទុកដាក់ចំពោះកូនជានិច្ចកូនគឺជាកូនប្រសាម៉ែគ្រប់យ៉ាងទាំងអស់កូនលើកលែងទោសឲ្យម៉ែផងទៅណាកូនខ្ញុំមិនដែលប្រកាន់អ្វីនឹងម៉ែទេឲ្យតែម៉ែទទួលយកខ្ញុំជាកូនប្រសាគឺគ្រប់គ្រាន់ហើយចំពោះខ្ញុំវិញតែងតែទុកម៉ែជាម៉ែក្មេកនៅក្នុងបេះដូងជានិញសុកគេពូកែរើសប្រពន្ធណាស់ដែលជ្រើសយកកូនមកធ្វើជាប្រពន្ធកូនទាំងស្អាតហើយថែមទាំងពូកែម៉ែពិតជាសប្បាយចិត្តនៅថ្ងៃដែលខ្ញុំរងចាំបានមកដល់ហើយថ្ងៃដែលម៉ែបើចិត្តទទួលយកខ្ញុំធ្វើជាកូនប្រសានៅថ្ងៃនេះម៉ែក៏យល់ព្រមម៉ែចាស់ណាស់ហើយណាកូនដូច្នេះម៉ែអាចរងាប់ចិត្តខ្លួនឯងបានដាក់ម៉ែចាស់ហើយណាកូនដូច្នេះម៉ែអាចរងាប់ចិត្តកាលពីមុនបានហើយចាប់ពីថ្ងៃនេះទៅគ្រួសារយើងនឹងមានសុភមង្គលអញ្ចឹងកូនបន្តធ្វើការទៀតចោះម៉ែគិតថានឹងទៅមើលអ្នកធ្វើការនៅចំការសិនចាម៉ែអញ្ចឹងម៉ែអញ្ជើញទៅចុះកុំភ្លេចហូបទឹកផងណាកូននេះគឺជាទឹកចិត្តរបស់ម៉ែដែលបារម្ភពីកូនបើសិនជាកូនមិនហូបទឹកនេះម៉ែពិតជាអន់ចិត្តនៅពេលល្ងាចឡើងសេដ្ឋីនេះក៏បានបញ្ជាឲ្យកូនចៅទៅហៅកូនប្រុសរបស់គាត់មកផ្ទះដើម្បីឲ្យមកឃើញប្រពន្ធរបស់កូនប្រុសកំពុងតែលួចតាក់ទងជាមួយនឹងអ្នកបម្រើនេះតើអ្នកទាំងពីរកំពុងតែធ្វើអ្វីហ្នឹងតើអូនហ៊ានធ្វើបែបនេះចំពោះបងផងតើមែនទេនេះតើមានរឿងអ្វីទៅហើយអ្វីបានជាលោកមកដេកលើគ្រែជាមួយខ្ញុំបែបនេះវាមិនដូចអ្វីដែលបងកំពុងតែគិតទេណាបងវាមិនដូចអ្វីដែលបងកំពុងតែគិតទេហើយអ្វីបានជាអ្នកស្រីនិយាយបែបនេះអ្នកស្រីតែងតែលួចតាក់ទងស្នេហាជាមួយខ្ញុំច្រើនដងមកហើយអ្វីបានជាអ្នកស្រីប្រកែកយករួចខ្លួនបែបនេះលោកប្រុសខ្ញុំសុំតែរួចខ្លួនទេលោកប្រុសកុំធ្វើបាបខ្ញុំអីខ្ញុំទៅសិនហើយតាមតនប៉ុណ្ណឹងហើយនាងឯងនៅប្រកែកទៀតមិនបានជានាងឯងលួចក្បត់ចិត្តកូនប្រុសយើងបែបនេះតើហេតុអ្វីបានជានាងឯងជាមនុស្សស្រីការកៃបែបនេះនាងឆាប់រើសម្លៀកបំពាក់ចាក់ចេញពីផ្ទះយើងភ្លាមទៅបានហើយណាម៉ែខ្ញុំពិតជាមិននឹកស្មានថាម៉ែហ៊ានរៀបចំផែនការបែបនេះធ្វើបាបប្រពន្ធខ្ញុំសោះម៉ែស្មានតែខ្ញុំជឿតាមផែនការរបស់ម៉ែតើមែនទេតើជាផែនការអ្វីទៅកូននេះតើកូនកំពុងតែនិយាយអីហ្នឹងម៉ែមិនដឹងពីផែនការអ្វីទេណាកូនម៉ែបានប្រើឲ្យអ្នកបម្រើលួចមកសម្ដែងធ្វើជាមានស្នេហាជាមួយប្រពន្ធខ្ញុំម៉ែស្មានតែខ្ញុំមិនបានដឹងអំពីរឿងនេះតើមែនទេខ្ញុំបានឮម៉ែនិយាយផែនការនេះប្រាប់ទៅគេម្នាក់នោះខ្ញុំបានដឹងអំពីផែនការម៉ែជាមុនទាំងអស់នៅពេលដែលខ្ញុំបានដើរទៅដល់ទីកន្លែងអង្គរខ្ញុំហើយនឹងបងសុកក៏បានឮម៉ែនិយាយពីផែនការហើយខ្ញុំទាំងពីរនាក់ក៏សម្ដែងធ្វើជាមិនដឹងរឿងអ្វីទាំងអស់សុកកូនឲ្យម៉ែសុំទោសម៉ែដឹងខុសហើយណាកូនគ្រប់យ៉ាងទាំងអស់ម៉ែធ្វើគឺដើម្បីកម្ចាត់នាងនេះចេញពីកូនតែប៉ុណ្ណោះខ្ញុំដឹងថាម៉ែធ្វើបែបនេះក៏ព្រោះតែម៉ែចង់ឲ្យខ្ញុំមានជីវិតដែលប្រសើរប៉ុន្តែម៉ែមានបានគិតដល់ចិត្តខ្ញុំដែរទេខ្ញុំយកប្រពន្ធជាកូនកំព្រាប៉ុន្តែខ្ញុំទាំងពីរនាក់មានចិត្តស្មោះសម្រាប់គ្នាហើយខ្ញុំក៏មិនដែលគិតអំពីទ្រព្យសម្បត្តិដែរណាម៉ែឲ្យខ្ញុំយកកូនគេជាអ្នកមានបើខ្ញុំរស់នៅមិនចុះសម្រុងតើខ្ញុំមានសុភមង្គលដែរទេខ្ញុំគិតថាដល់ពេលហើយបើសិនជាម៉ែចង់ឲ្យខ្ញុំលែងលះគ្នាជាមួយបងសុកខ្ញុំនឹងបំពេញបំណងម៉ែនៅពេលនេះខ្ញុំនឹងលែងលះជាមួយបងសុកខ្ញុំមិនចង់ឲ្យម៉ែពិបាកចិត្តដូចជាពេលនេះទៀតទេម៉ែដឹងខុសហើយណាកូនកូនកុំលែងលះគ្នាអីណាកូនម៉ែនេះពិតជាមានគំនិតអាក្រក់ណាស់ម៉ែគិតតែពីទ្រព្យសម្បត្តិមិនគិតអំពីសុភមង្គលរបស់កូនកក្កដាកូនម៉ែដឹងខុសហើយកូនលើកលែងទោសឲ្យម៉ែទៅកុំលែងលះគ្នាអីណាកូននេះតើម៉ែព្រមទទួលយកកក្កដាធ្វើជាកូនប្រសារហើយតើមែនទេនេះម៉ែនិយាយជាការពិតមែនទេម៉ែ
ម៉ែនិយាយគឺជាការពិតចាប់ពីថ្ងៃនេះទៅម៉ែនឹងមកធ្វើបាបកាកដាទៀតទេម៉ែនឹងបង្ហាញឲ្យសង្គមអ្នកមានគេទទួលស្គាល់កាកដាជាកូនប្រសាររបស់ម៉ែម៉ែនឹងលើកមុខមាត់កាកដាឲ្យពេញមុខ ខ្ញុំពិតជាអរគុណណាស់តែខ្ញុំពិតជាអរគុណណាស់ដែលម៉ែព្រមទទួលយកខ្ញុំធ្វើជាកូនប្រសារបែបនេះខ្ញុំពិតជាអរគុណណាស់ម៉ែ ចាប់តាំងពីថ្ងៃនោះមកសេដ្ឋីនីក៏ព្រមទទួលយកកាកដាធ្វើជាកូនប្រសាររបស់គាត់ហើយគ្រួសារគាត់ក៏បានរស់ជួបជុំគ្នាជារៀងរហូតទៅ